ស្ដីសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ Channel All is Here ប្រហែលខែមុននេះគឺពួកយើងអត់បានអាប់ឡូតវីដេអូទេគឺដោយសារមានបញ្ហារវល់ខ្លះៗដូច្នេះថ្ងៃនេះគឺយើងមានទម្រង់វីដេអូថ្មីមួយគឺការសង្ខេបចំណុចសំខាន់ៗនិងខ្លឹមសារនៅក្នុងសៀវភៅគឺខុសពីវីដេអូកាលមុនគឺអានសៀវភៅតែម្ដងមិនតែម្ដងនេះគឺសង្ខេបតែប៉ុណ្ណោះដូច្នេះយើងចាប់ផ្ដើមសៀវភៅដែលយើងលើកមកថ្ងៃនេះគឺមានចំណងជើងថាទម្លាប់7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យដែលសរសេរឡើងដោយលោក Sean Covey ដូច្នេះយើងចាប់ផ្ដើមសង្ខេបជាដំបូងត្រូវដឹងថាតើអ្វីទៅគឺជាទម្លាប់គឺជាអ្វីដែលយើងធ្វើម្ដងហើយម្ដងទៀតគឺជាសកម្មភាពដែលយើងធ្វើដែលមិនដឹងខ្លួនជាទម្លាប់គឺមានទម្លាប់ល្អនិងទម្លាប់មិនល្អទម្លាប់ល្អមានដូចជាការហាត់ប្រាណឬក៏ការអានសៀវភៅជាដើមចំណែកទម្លាប់មិនល្អវិញគឺមានដូចជាការចោលសំរាមក្នុងទីសាធារណៈឬក៏មិនមានរបៀបនិងការគិតអវិជ្ជមាននិងមានទម្លាប់មិនល្អផ្សេងៗទៀតចំណែកមានទម្លាប់ខ្លះទៀតគឺមិនល្អមិនអាក្រក់ដូចជាការចូលចិត្តស្ដាប់ចម្រៀងនៅពេលហាត់ប្រាណឬក៏ចូលចិត្តហូបម្ហូបអីដែលយើងចូលចិត្តធ្វើអ្វីដែលមិនប៉ះពាល់ដល់អ្នកដទៃនិងខ្លួនឯងនេះគឺជាទម្លាប់ផ្សេងៗដែលមិនល្អមិនអាក្រក់មនុស្សយើងដើម្បីឲ្យមានជីវិតជោគជ័យនិងមានសន្តិភាពគួរតែមានទម្លាប់ល្អតែជាយុវវ័យយើងតែងតែមានបញ្ហាជាច្រើនតាក់ទងនឹងការសិក្សាគ្រួសារនិងវិបត្តិផ្សេងទាំងផ្លូវកាយនិងផ្លូវចិត្តដូច្នេះយើងជាយុវវ័យប្រហែលជាមានទម្លាប់មិនល្អខ្លះដែលធ្វើឲ្យជីវិតយើងមានបញ្ហាច្រើនបែបនេះដូច្នេះយើងមើលមកទម្លាប់ទាំង7យ៉ាងដែលល្អគឺខ្ញុំមិនសង្ខេបពេញទេគឺគ្រាន់តែនិយាយត្រួសសិនការសង្ខេបពេញគឺមាននៅវីដេអូក្រោយដូច្នេះយើងចាប់ផ្ដើមទី1គឺត្រូវមានភាពសកម្មនិងមានការទទួលខុសត្រូវសម្រាប់ជីវិតខ្លួនឯងទី2គឺត្រូវមានគោលដៅច្បាស់លាស់និងស្វែងយល់ពីបេសកកម្មនិងគោលបំណងរបស់យើងនិងជីវិតរបស់យើងទី3គឺត្រូវកំណត់សារៈសំខាន់នៃការងារនីមួយៗដែលយើងត្រូវធ្វើរួចធ្វើការងារណាដែលសំខាន់ជាងគេមុនទី4គឺត្រូវមានផ្នត់គំនិតថាគ្រប់គ្នាអាចជោគជ័យបានមិនមែនមានផ្នត់គំនិតថាត្រូវបំផ្លាញអ្នកដទៃឬក៏ជិះជាន់អ្នកដទៃដើម្បីជោគជ័យដោយខ្លួនឯងនោះទេទី5ត្រូវស្ដាប់ពិចារណាវិភាគនិងស្វែងយល់ច្រើនជាងនិយាយទី6គឺត្រូវមានភាពសាមគ្គីដើម្បីទទួលបានលទ្ធផលល្អចំណែកចុងក្រោយគឺទី7ត្រូវដោះខាត់ទម្លាប់ទាំង6នេះឲ្យបានទៀងទាត់ចាឥឡូវយើងនឹងមើលមកទម្លាប់មិនល្អទាំង7វិញគឺផ្ទុយពីទម្លាប់ល្អ7មុននេះគឺទី1គឺឆាប់មានប្រតិកម្មគឺពេលមានបញ្ហាអីមួយគឺយើងឆាប់ខឹងឬក៏ឆាប់បន្ទោសអ្នកដទៃឆាប់មានប្រតិកម្មទី2គឺគ្មានគោលដៅច្បាស់លាស់គឺដើម្បីជីវិតជោគជ័យគឺយើងត្រូវមានផែនការនិងមានការកំណត់គោលដៅច្បាស់លាស់ចំណែកមនុស្សដែលមានទម្លាប់បែបនេះគឺតែងតែធ្វើអីនៅពេលដែលខ្លួនចង់ធ្វើគឺមិនមានផែនការឲ្យច្បាស់លាស់ដូច្នេះគឺមិនអាចយកជាការបានទី3គឺទុកការងារដែលសំខាន់ធ្វើចុងក្រោយគេឬក៏មិនធ្វើតែម្ដងដូចពេលយើងមានកិច្ចការឬក៏ការងារកិច្ចការផ្ទះ assignment homework អីចឹងគឺយើងអត់ព្រមធ្វើទេគឺយើងសុខចិត្តគេងឬក៏លេងទូរស័ព្ទរហូតដល់ចិត្តដល់ថ្ងៃបើយើងចាប់ផ្ដើមធ្វើហើយធ្វើមិនទាន់ដូច្នេះគឺនឹងមានបញ្ហាចំណែកទី4គឺគិតថាបើខ្លួនចង់ជោគជ័យយើងត្រូវជិះជាន់ធ្វើបាបបំផ្លាញអ្នកដទៃដើម្បីខ្លាចជាអ្នកជោគជ័យតែម្នាក់ឯងទី5គឺយើងចង់តែនិយាយមិនស្ដាប់យោបល់អ្នកដទៃគឺពេលគេនិយាយគឺយើងមិនចង់ស្ដាប់គេហើយយើងមិនចង់យកយោបល់របស់គេយើងចង់តែនិយាយតែខ្លួនឯងគិតថាខ្លួនឯងត្រូវ
ថ្ងៃទី6វិញគឺមិនសាមគ្គីជាមួយអ្នកដទៃគឺគិតថាខ្លួនឯងល្អជាងអ្នកដទៃធ្វើតែម្នាក់ឯងគឺបានត្រូវទាំងអស់ដូច្នេះមិនចង់ធ្វើជាមួយអ្នកដែលអន់ជាងចំណែកទី7គឺធ្វើការងារហួសហេតុគ្មានពេលសម្រាកដើម្បីថែរក្សាកាយនិងចិត្តរបស់ខ្លួនចានៅពេលខ្លះគឺយើងធ្វើការងារច្រើនហួសពេកហួសកំណត់ដែលយើងអាចធ្វើបានដូច្នេះធ្វើឲ្យយើងបាក់កម្លាំងឬក៏បាក់ទឹកចិត្តគ្មានកម្លាំងដើម្បីថែរក្សាខ្លួនដើម្បីឲ្យជីវិតយើងស្រស់ស្រាយនោះទេដូច្នេះគឺនេះជាការសង្ខេបទម្លាប់ល្អទាំង7ត្រួសនៅក្នុងវីដេអូក្រោយគឺខ្ញុំនឹងនិយាយបន្ថែមពីទម្លាប់មួយនៅចំណុចសំខាន់ផ្សេងទៀតឆ្នេះសូមអរគុណសម្រាប់ការស្ដាប់និងទស្សនាហើយសូមរងចាំវីដេអូក្រោយសួស្តីសូមស្វាគមន៍មកកាន់វីដេអូទី2នៃការសង្ខេបសៀវភៅទម្លាប់7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យថ្ងៃនេះគឺយើងនឹងលើកយកចំណុចសំខាន់មួយមកសង្ខេបគឺផ្នត់គំនិតនិងគោលការណ៍ដែលជាភាសាអង់គ្លេសគេហៅថា paradigm and principles ពាក្យ paradigm គឺមានន័យថាផ្នត់គំនិតហើយ principle អាចមានន័យថាគោលការណ៍ឬច្បាប់នៃជីវិតដើម្បីឲ្យយល់បានច្បាស់ជាងនេះដំបូងយើងត្រូវដឹងថាតើអ្វីទៅជា paradigm ឬផ្នត់គំនិត paradigm គឺជាការយល់ឃើញរបស់មនុស្សយើងជាវិធីដែលមនុស្សម្នាក់មើលឃើញអ្វីមួយអំពីខ្លួនឯងអំពីមនុស្សផ្សេងឬពីពិភពលោកវាក៏ជាទស្សនៈឬក៏ជំនឿរបស់មនុស្សម្នាក់ដែរដើម្បីឲ្យរត់តែច្បាស់ជាងនេះទៀតគឺយើងនឹងប្រៀបធៀបវាជាមួយកញ្ចក់កាមេរ៉ាឬក៏កញ្ចក់វ៉ែនតាដូចជាកញ្ចក់កាមេរ៉ាបើវាមានគុណភាពអន់គឺពេលយើងថតរូបទៅគឺឃើញទេសភាពមានគុណភាពអន់ដែរប៉ុន្តែបើកញ្ចក់កាមេរ៉ាដែលមានគុណភាពខ្ពស់គឺចេញរូបទេសភាពមកគឺស្អាតហើយច្បាស់ការប្រៀបធៀបមួយទៀតគឺដូចជាកញ្ចក់វ៉ែនតានៅពេលដែលកញ្ចក់វ៉ែនតាយើងព្រិលឬក៏ឡើងអាប់យើងមើលទៅពិភពលោកគឺយើងមើលអត់ច្បាស់នោះទេបើយើងមកប្រៀបធៀបជាមួយមនុស្សវិញគឺប្រៀបដូចជាមានមនុស្ស2នាក់មនុស្សម្នាក់គឺជាមនុស្សដែលមានការជឿជាក់លើខ្លួនឯងមានជំនឿមានការគិតវិជ្ជមាននិងមើលឃើញទៅពិភពលោកក្នុងក្តីសង្ឃឹមឃើញពិភពលោកមានពណ៌ស្រស់ស្អាតមានសេចក្តីសុខចំណែកមនុស្សម្នាក់ទៀតអាចមានការគិតអវិជ្ជមានច្រើនគឺមិនមានជំនឿទុកចិត្តលើខ្លួនឯងគ្មានក្តីសង្ឃឹមដូច្នេះពេលមើលទៅពិភពលោកអ្នកដទៃគឺដូចជាងងឹតនិងគ្មានក្តីសង្ឃឹមអ្វីទាំងអស់ដូច្នេះគឺ paradigm នេះគឺមានច្រើនប្រភេទទី1យើងនឹងនិយាយពីការយល់ឃើញទៅលើខ្លួនឯងដោយតែខ្ញុំបាននិយាយមុននេះគឺការយល់ឃើញលើខ្លួនឯងគឺប្រៀបដូចជាកញ្ចក់កាមេរ៉ាឬក៏កញ្ចក់វ៉ែនតាដែរកញ្ចក់កាមេរ៉ានិងវ៉ែនតានោះគឺប្រៀបដូចជាចិត្តរបស់មនុស្សយើងដូច្នេះនៅពេលដែលចិត្តរបស់យើងប្រាប់ថាយើងមិនល្អដូចគេយើងមិនពូកែយើងធ្វើអ្វីក៏មិនបានធ្វើអ្វីក៏មិនត្រូវឬក៏យើងមិនស្អាតមិនចង្ហាអញ្ចឹងដូច្នេះខួរក្បាលយើងនឹងជឿតាមចិត្តហ្នឹងនៅពេលដែលខួរក្បាលយើងជឿទៅតាមចិត្តយើងថាយើងមិនពូកែមិនល្អអញ្ចឹងមែនដូច្នេះគឺយើងនឹងមិនមានកម្លាំងចិត្តដើម្បីខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សល្អឬក៏ពូកែជាងមុននោះទេគឺយើងនៅតែគិតថាអូយើងធ្វើមិនបានទេដូច្នេះមិនបាច់ធ្វើហ្មងទៅដូច្នេះយើងជាមនុស្សគឺគ្មានការអភិវឌ្ឍគ្មានការលូតលាស់ទាំងអស់ប៉ុន្តែបើយើងមានចិត្តថាយើងអាចធ្វើបានមានជំនឿចិត្តលើខ្លួនឯងនិងមានការជឿទុកចិត្តលើខ្លួនឯងដូច្នេះយើងនឹងមានការលូតលាស់និងអភិវឌ្ឍទោះបីជាយើងមិនពូកែឥឡូវក៏ដោយយើងខិតខំប្រឹងប្រែងយូរទៅគឺយើងនឹងអាចពូកែបានប៉ុន្តែបើយើងស្ដាប់តាមចិត្តអវិជ្ជមានរបស់យើងដែលខ្ញុំបាននិយាយមុននេះគឺយើងនឹងគ្មានឱកាសដើម្បីលូតលាស់និងអភិវឌ្ឍខ្លួននោះទេខ្ញុំនឹងលើកឧទាហរណ៍មួយដូចជាពេលយើងចូលប្រកួតក្នុងកម្មវិធីណាមួយហើយមានមនុស្សខ្លះដែលមិនសូវចូលចិត្តយើងគេថាឲ្យយើងថាអូយើងចូលកម្មវិធីនឹងធ្វើអីយើងអត់មានសមត្ថភាពទេយើងនៅតែធ្លាក់ហើយដូច្នេះបើជំនឿចិត្តយើងអត់មានហើយយើងមិនជឿជាក់លើខ្លួនឯងដូច្នេះពាក្យគេនឹងធ្វើឲ្យយើងលែងចង់ទៅប្រកួតឬក៏មិនហ៊ានទៅឬក៏ពេលចូលទៅយើងបាក់ទឹកចិត្តចាញ់ដូច្នេះ
គឺគ្មានការលូតលាស់និងគ្មានការអភិវឌ្ឍទេប៉ុន្តែបើយើងមានជំនឿចិត្តលើខ្លួនឯងមានការជឿទុកចិត្តលើខ្លួនឯងថាយើងអាចធ្វើបានឬក៏បើយើងធ្លាក់ក៏មិនឯងដែរគឺយើងយកវាជាបទពិសោធន៍ដើម្បីឲ្យយើងអភិវឌ្ឍខ្លួនឯងសម្រាប់ប្រកួតនៅពេលក្រោយដូច្នេះយើងមិនបាក់ទឹកចិត្តនោះទេហើយបើយើងឈ្នះក៏យើងអាចបង្ហាញមនុស្សមួយក្រុមនោះថាយើងអាចធ្វើបានដូច្នេះគឺយើងមានឱកាសដើម្បីលូតលាស់និងអភិវឌ្ឍខ្លួនច្រើនជាងនៅពេលយើងមានការមើលឃើញខ្លួនឯងថាខ្លួនអន់ឬក៏ធ្វើអ្វីមិនបានឧទាហរណ៍មួយទៀតគឺតកតងនឹងរូបសម្ផស្សបើយើងចេះតែមានចិត្តថាយើងមិនស្អាតដូចគេឬក៏យើងគិតថាគេស្អាតជាងយើងលើកតែគេហើយទម្លាក់ខ្លួនឯងចោះដូច្នេះគ្រប់ពេលដែលយើងទៅមើលក្នុងកញ្ចក់គឺខួរក្បាលយើងគឺស្វែងរកចំណុចអាក្រក់ពីខ្លួនយើងតែម្ដងគឺចំណុចល្អយើងមានមិនដែរយើងមើលអត់ឃើញព្រោះចិត្តយើងគឺផ្ដោតទៅលើចំណុចមិនល្អប៉ុន្តែបើយើងមានចិត្តនិងមានការយល់ឃើញថាមនុស្សម្នាក់មិនមែនឥតខ្ចោះនោះទេគឺមានចំណុចល្អនិងចំណុចមិនល្អតាក់ទងនឹងរូបសម្ផស្សក៏ដោយអត្តចរិតក៏ដោយដូច្នេះយើងគួរតែផ្ដោតទៅលើចំណុចល្អដែលយើងមានគឺមិនមែនចំណុចអាក្រក់នោះទេនៅពេលដែលយើងផ្ដោតលើចំណុចល្អយើងគឺយើងចាប់ផ្ដើមមានអារម្មណ៍ល្អពីខ្លួនឯងនិងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងនៅពេលដែលយើងស្រឡាញ់ខ្លួនឯងគឺយើងនឹងមានសេចក្តីសុខក្នុងចិត្តតមកគឺយើងមើលទៅការយល់ឃើញទៅលើអ្នកដទៃជាមនុស្សគឺវាជាធម្មជាតិដែលយើងពេលខ្លះគឺយើងវាតម្លៃទៅលើអ្នកដទៃនិងមានការគិតផ្សេងពីអ្នកដទៃនៅពេលដែលយើងនៅជាមួយមនុស្សរស់រាយគឺយើងមានអារម្មណ៍ថាសប្បាយចិត្តនិងយើងចូលចិត្តគេប៉ុន្តែនៅពេលដែលយើងនៅជាមួយមនុស្សដែលមានការគិតអវិជ្ជមានគឺយើងមានអារម្មណ៍ថាមិនសប្បាយចិត្តហើយយើងមិនចង់នៅជិតគេប៉ុន្តែនៅពេលខ្លះយើងត្រូវគិតដែរឧទាហរណ៍ដូចជាមិត្តភក្តិយើងសង្កេតឃើញថាប្រហែលថ្ងៃនេះគឺគេឆាប់ខឹងមានការតឹងតែងអុកប្រមុខច្រើនដូច្នេះពេលនោះគឺយើងមានអារម្មណ៍ថាយើងមិនចង់នៅក្បែរគាត់ឬក៏មិនចង់នៅជាមួយគាត់ប៉ុន្តែពេលខ្លះគឺគាត់អាចមានបញ្ហាមួយចំនួនដែលយើងមិនដឹងគឺអាចមានបញ្ហាតាក់ទងនឹងគ្រួសារឬក៏ផ្លូវកាយផ្លូវចិត្តជាដើមដែលពួកគេមិនបានប្រាប់អ្នកដទៃឬក៏ប្រាប់យើងនៅពេលយើងមានបញ្ហាយើងមិនអាចសើចញញឹមដូចធម្មតាបានទេបើយើងសើចក៏វាមិនមែនការពិតដែរដូច្នេះពេលខ្លះគឺអាចចេញជាការឆាប់ខឹងឬក៏កំហឹងឬក៏អ្វីផ្សេងដែលមើលទៅគឺតឹងតែងនិងថប់អារម្មណ៍ដូច្នេះយើងគួរតែស្វែងយល់ពីគាត់និងយល់ចិត្តរបស់គាត់សួរថាគាត់មានបញ្ហាអីនិងជួយដោះស្រាយឬក៏ជួយផ្ដល់ទឹកចិត្តដល់គាត់ក្នុងករណីមនុស្សផ្សេងក៏ដូចគ្នាដែរនៅពេលមានបញ្ហាកើតឡើងយើងមិនគួរវាយតម្លៃគេភ្លាមនោះទេបើយើងមិនដឹងរឿងការពិតឬក៏មិនដឹងជីវិតរបស់គេតមកគឺយើងមើលទៅការយល់ឃើញទៅលើជីវិតការយល់ឃើញទៅលើជីវិតគឺអាស្រ័យទៅលើអ្វីដែលជាចំណុចសំខាន់ជាងគេក្នុងជីវិតរបស់អ្នកឬក៏ចំណុចកណ្ដាលនៃជីវិតរបស់យើងចំណុចដែលសំខាន់ក្នុងជីវិតមនុស្សម្នាក់គឺមានដូចជាមិត្តភ័ក្តិស្នេហាគ្រួសារវត្ថុការសិក្សាឬអ្វីផ្សេងដូចជាការជោគជ័យឬក៏តម្លៃរបស់អ្នកប៉ុន្តែមានមនុស្សមួយចំនួនគឺផ្ដោតទៅលើចំណុចមួយខ្លាំងហួសហេតុដែលចំណុចនោះខ្លាចជាចំណុចកណ្ដាលរបស់ជីវិតពួកគេយើងនឹងមើលទៅលើចំណុចនីមួយៗទី1គឺការផ្ដោតទៅលើមិត្តភ័ក្តិនៅយើងតែងតែមានមិត្តភ័ក្តិជិតស្និទ្ធដែលយើងរាប់អាននិងអាចពឹងផ្អែកគ្នាជួយគ្នាក្នុងគ្រាលំបាកនិងបង្កើតអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនមិត្តភ័ក្តិគឺជាក្រុមមនុស្សមួយដែលសំខាន់សម្រាប់មនុស្សយើងប៉ុន្តែនៅពេលខ្លះបើមិត្តភ័ក្តិរបស់យើងខ្លាចជាចំណុចសំខាន់ជាងគេបំផុតក្នុងជីវិតរបស់យើងគឺពេលយើងចាស់ទៅហើយយើងបែកគ្នាជាមួយមិត្តភ័ក្តិយើងគឺយើងនឹងមានទុក្ខសោកជាខ្លាំងទោះបីជាយើងនិងមិត្តភ័ក្តិយើងជិតស្និទ្ធយ៉ាងណាក៏ដោយនៅពេលដែលយើងឈានចូលដល់វ័យដែលយើងត្រូវមានគ្រួសារ
គឺមានមិត្តភ័ក្តិតិចភាគរយណាស់ដែលអាចនៅជិតស្និទ្ធជាមួយយើងបានរហូតដល់ពេលនោះវាជារឿងមួយដែលគួរឲ្យសោកស្ដាយសម្រាប់យើងប៉ុន្តែវាគឺជាការពិតដូច្នេះយើងនៅអាចរាប់អានមិត្តភ័ក្តិស្រឡាញ់គ្នាជួយគ្នាពឹងពាក់គ្នាបាននិងបន្តបង្កើតអនុស្សាវរីយ៍ជាមួយគ្នាប៉ុន្តែយើងមិនគួរផ្អែកអារម្មណ៍យើងទាំងមូលទៅលើពួកគេនោះទេគឺយើងមិនត្រូវយកចំណុចមិត្តភ័ក្តិតែមួយគត់មកដាក់ជាចំណុចកណ្ដាលក្នុងជីវិតរបស់យើងក្នុងជីវិតមនុស្សយើងគ្មានអ្វីឬក៏នរណាម្នាក់នៅជាមួយយើងបានរៀងរហូតនោះទេដូច្នេះសេចក្តីសុខរបស់យើងគឺត្រូវពឹងផ្អែកលើខ្លួនឯងត្រូវចេញពីខ្លួនឯងមិនមែនពីអ្នកដទៃនោះទេតមកគឺយើងមើលទៅការផ្ដោតលើវត្ថុជាធម្មជាតិរបស់មនុស្សយើងគឺយើងតែងតែចង់បានមានវត្ថុខ្លះដែលមនុស្សយើងត្រូវការក្នុងសង្គមនេះដូចជាលុយជាដើមឪពុកម្ដាយរបស់យើងគឺខិតខំប្រឹងប្រែងធ្វើការជារាល់ថ្ងៃដើម្បីរកលុយមកទ្រទ្រង់ជីវភាពគ្រួសារជាពិសេសសម្រាប់កូនៗប៉ុន្តែមានមនុស្សមួយចំនួនដែលលោភលន់ហើយចង់បានវត្ថុមិនចេះឈប់ឈរមនុស្សបែបនេះគឺមានប្រមាណក៏មិនគ្រាន់ដែរគឺចង់បានទៀតរហូតសម្រាប់យុវវ័យវិញក៏ដូចគ្នាដែរគឺមានយុវវ័យខ្លះគឺចង់បានរបស់ថ្មីសម្លៀកបំពាក់ថ្លៃទូរស័ព្ទម៉ាកថ្មីជាងគេនិងអ្វីផ្សេងទៀតពួកគេគឺឲ្យតម្លៃខ្លាំងទៅលើវត្ថុទាំងនេះដូច្នេះពេលពួកគេមានវត្ថុទាំងនេះគឺធ្វើឲ្យពួកគេមានអារម្មណ៍ថាល្អជាងអ្នកដទៃខ្លាំងជាងអ្នកដទៃហើយគ្រប់គ្នាគឺអន់ជាងគេនៅពេលដែលគេជួបមនុស្សថ្មីគេតែងតែមើលទៅអ្នកដទៃថាគេមានរបស់វត្ថុអីខ្លះហើយរបស់ដែលគេមានហ្នឹងគឺអន់ជាងគេឬក៏ថ្លៃជាងគេបើគេឃើញថាអ្នកដទៃនោះមានគ្រឿងរបស់ថ្មីគ្រឿង brand អីចឹងដែរគេអាចមានចិត្តច្នៃហើយចង់បានលើសនោះទៀតបើពួកគេនៅត្រឹមជាយុវវ័យពេលពួកគេចង់បានរបស់ថ្មីគឺតែសុំឪពុកម្ដាយសុំលុយទៅទិញឬក៏សុំឲ្យឪពុកម្ដាយទិញឲ្យប៉ុន្តែការសុំនេះគឺមិនឈប់ឈរដោយសារតែពួកគេឲ្យតម្លៃទៅលើវត្ថុទាំងនេះខ្លាំងហួសហេតុដូច្នេះគឺពួកគេមិនអាចមានអារម្មណ៍ថាគ្រប់គ្រាន់បាននោះទេនេះគឺបង្កើតបញ្ហាឲ្យឪពុកម្ដាយផងដែរការឲ្យតម្លៃទៅលើគ្រឿងវត្ថុផ្សេងគឺមិនល្អនោះទេដោយសារយើងនឹងមិនមានសេចក្តីសុខក្នុងចិត្តនោះទេហើយម្យ៉ាងទៀតរបស់វត្ថុនោះគឺមិនអាចនៅជារហូតនោះទេចំណុចបន្ទាប់គឺការផ្ដោតទៅលើស្នេហាក្នុងវ័យនេះគឺវាជារឿងធម្មតាដែលយើងអាចមានការលួចស្រឡាញ់ឬក៏មានស្នេហាប៉ុន្តែនៅពេលដែលរឿងស្នេហានេះคล้ายជាចំណុចកណ្ដាលក្នុងជីវិតរបស់អ្នកគឺនឹងមានបញ្ហាច្រើនមានគូស្នេហាខ្លះគឺបានជោគជ័យក្នុងជីវិតរបស់ពួកគេបានបង្កើតគ្រួសារនិងមានជីវិតជោគជ័យនិងមានសុភមង្គលប៉ុន្តែសម្រាប់យុវវ័យជាភាគច្រើនគឺពួកគេចាប់ផ្ដើមងប់ងល់ជាមួយរឿងស្នេហានិងងប់ងល់ជាមួយមនុស្សដែលគេស្រឡាញ់អារម្មណ៍ទាំងមូលរបស់គេគឺពឹងផ្អែកទៅលើមនុស្សម្នាក់ទៀតនោះដូច្នេះនៅពេលពួកគេគិតតែពីរឿងស្នេហាចំណុចផ្សេងក្នុងជីវិតរបស់ពួកគេដូចជាគ្រួសារឬក៏ការសិក្សាគឺត្រូវមានបញ្ហាដូចគ្នាក្នុងស្នេហាតែងតែមានរឿងឆ្លោះគ្នាឬក៏ចំនួនផ្សេងសម្រាប់យុវវ័យគឺពេលខ្លះអាចឆ្លោះគ្នារហូតដល់បែកគ្នាដល់មកគឺពួកគេអាចបាក់ទឹកចិត្តនិងធ្វើអ្វីដែលមិនល្អដល់ខ្លួនឯងហើយក៏មានបញ្ហាផ្សេងទៀតដែលអាចប៉ះពាល់ដល់គ្រួសារនិងធ្វើឲ្យបាត់បង់កិត្តិយសគ្រួសារនិងខ្លួនឯងផងដែរជាយុវវ័យគឺចិត្តយើងនៅក្មេងហើយយើងមិនទាន់យល់ច្បាស់ពីរឿងស្នេហានិងជីវិតនោះទេក្នុងវ័យយើងតែងតែចង់ដឹងប៉ុន្តែយើងមិនគួរធ្វើអ្វីដែលអាចផ្ដល់ភាពអាម៉ាស់ដល់គ្រួសារឬក៏មិនត្រូវងប់ងល់ជាមួយរឿងស្នេហាខ្លាំងហួសហេតុពេកនោះទេចំណុចបន្ទាប់គឺការផ្ដោតលើការសិក្សាការផ្ដោតអារម្មណ៍លើការសិក្សាគឺមិនមែនជារឿងមិនល្អនោះទេគឺវាជារឿងល្អដើម្បីអនាគតរបស់យើងគឺ
គឺជាផ្លូវដែលនាំយើងទៅភាពជោគជ័យប៉ុន្តែពេលខ្លះនៅពេលដែលយើងផ្ដោតទៅលើការសិក្សាហួសហេតុតែវាក្លាយជាចំណុចកណ្ដាលក្នុងជីវិតរបស់យើងហើយយើងមិនខ្វល់ពីផ្នែកផ្សេងៗនៃជីវិតរបស់យើងដូចជាទំនាក់ទំនងជាមួយមិត្តភ័ក្តិឬក៏ការថែរក្សាផ្លូវចិត្តរបស់យើងគឺធ្វើឲ្យយើងមានបញ្ហាផ្លូវចិត្តអាចកើតមានបញ្ហា stress បញ្ហាបាក់ទឹកចិត្តនិងការថប់អារម្មណ៍ជាដើមហើយមិនមែនត្រឹមតែបញ្ហាផ្លូវចិត្តនោះទេក៏អាចមានបញ្ហាផ្លូវកាយផងដែរហើយម្យ៉ាងទៀតបើយើងផ្ដោតលើតែការរៀនសូត្រលើតែការអានសៀវភៅធ្វើលំហាត់នោះពេលអនាគតក៏យើងមិនអាចជោគជ័យបានដែរដោយសារនៅក្នុងពិភពលោកយើងនេះការជោគជ័យគឺមិនមែនផ្អែកលើតែការសិក្សាមួយប៉ុណ្ណោះទេគឺផ្អែកលើទំនាក់ទំនងជាមួយមនុស្សអ្នកដទៃផងដែរនៅពេលយើងរៀនខ្លាំងពេកគឺយើងនឿយហត់ហើយយូរទៅគឺយើងរៀនឡើងចូលហើយខួរក្បាលរបស់យើងគឺមិនអាចទទួលយកព័ត៌មានថ្មីទៀតនោះទេដូច្នេះគឺនឹងបន្ថយសមិទ្ធផលនៃការសិក្សារបស់យើងវិញការសិក្សាគឺជាចំណុចសំខាន់ក្នុងជីវិតរបស់យើងប៉ុន្តែយើងមិនគួរផ្ដោតទៅលើវាហួសហេតុដែលយើងភ្លេចពីផ្នែកផ្សេងៗនៃជីវិតរបស់យើងនោះទេតមកគឺយើងនឹងនិយាយពីការផ្ដោតទៅលើគ្រួសារយើងនិងឪពុកម្ដាយយើងតែងតែចង់ឲ្យយើងមានអនាគតល្អចង់ឲ្យយើងជួបអ្វីដែលល្អៗក្នុងជីវិតគឺពួកគាត់ខំប្រឹងធ្វើការងាររាល់ថ្ងៃដើម្បីទ្រទ្រង់ជីវភាពរបស់ពួកយើងហើយពួកគាត់ក៏ស្រឡាញ់យើងដែរប៉ុន្តែពេលខ្លះគឺយើងអាចទទួលសម្ពាធពីពួកគាត់ទទួលសម្ពាធដូចជាយើងត្រូវខំរៀនពូកែជាងកូនគេត្រូវជោគជ័យត្រូវរកការងារឲ្យបានប្រាក់ខែច្រើនជាងគេនៅពេលដែលយើងបរាជ័យគឺយើងអាចមានអារម្មណ៍ថាយើងធ្វើឲ្យគាត់មិនសប្បាយចិត្តឬក៏មិនអាចធ្វើអ្វីដែលគាត់ចង់បានមិនអាចក្លាយជាកូនដែលគាត់ចង់បានដូច្នេះគឺអាចធ្វើឲ្យយើងមានបញ្ហាផ្លូវចិត្តក្នុងករណីនេះគឺយើងធ្វើអ្វីក៏ដោយយើងរស់ជីវិតរបស់យើងគឺមិនមែនសម្រាប់ខ្លួនឯងនោះទេគឺសម្រាប់ឪពុកម្ដាយនិងគ្រួសារគឺជាការពិតដែលយើងត្រូវគោរពស្រឡាញ់និងធ្វើឲ្យឪពុកម្ដាយនិងគ្រួសារយើងសប្បាយចិត្តប៉ុន្តែមិនមែនមានន័យថាយើងត្រូវតែបំផ្លាញផ្លូវចិត្តរបស់ខ្លួនឯងនិងសុភមង្គលខ្លួនឯងដើម្បីផ្គប់ចិត្តគាត់នោះទេយើងត្រូវរស់ជីវិតរបស់ខ្លួនឯងដើម្បីខ្លួនឯងនៅពេលដែលយើងបរាជ័យគឺយើងអាចយកជាបទពិសោធន៍ដើម្បីចាប់ផ្ដើមម្ដងទៀតការផ្ដោតជីវិតរបស់យើងទៅលើចំណុចដែលខ្ញុំបាននិយាយមុននេះគឺมันល្អនោះទេបើអ្នកផ្ដោតទាំងស្រុងទៅលើវាប៉ុន្តែឥឡូវយើងមកមើលថាយើងគួរផ្ដោតទៅលើអ្វីវិញដែលល្អអ្វីដែលល្អគឺយើងត្រូវផ្ដោតជីវិតយើងលើគោលការណ៍និងច្បាប់នៃជីវិតដែលជាភាសាអង់គ្លេសហៅថា principle តើគោលការណ៍មានន័យដូចម្ដេចគោលការណ៍គឺជាទ្រឹស្ដីដែលចេញប្រើជាគោលសម្រាប់អនុវត្តកិច្ចការឲ្យត្រឹមត្រូវតាមបែបផែនជាច្បាប់ធម្មជាតិដែលមិនអាចផ្លាស់ប្ដូរបានដូចជានៅក្នុងវិទ្យាសាស្ត្រមានដូចជាច្បាប់ Newton ច្បាប់ Faraday Pythagoras អីជាដើមហើយតើតើក្នុងផែនដីយើងមានដូចជាព្រះអាទិត្យរះនៅខាងកើតហើយចុះនៅខាងលិចសម្រាប់ជីវិតរបស់យើងក៏មានដូចគ្នាដែរប៉ុន្តែក្នុងជីវិតយើងគឺមានគោលការណ៍ច្រើនប៉ុន្តែនៅក្នុងប្រទេសខ្មែរយើងគឺតាមព្រះពុទ្ធសាសនាគឺមានដូចជាព្រហ្មវិហារធម៌និងសច្ចៈគោលការណ៍គឺជាអ្វីដែលយើងនិងពិភពលោកដឹងថាជាអ្វីដែលត្រឹមត្រូវគឺមានដូចជាការមិនសម្លាប់អ្នកដទៃមិនលួចប្លន់និងមានផ្សេងៗទៀតដូចជាភាពស្មោះត្រង់ភាពយុត្តិធម៌សមធម៌និងតុល្យភាពជាដើមតម្លៃហើយនិងគោលការណ៍គឺមានន័យខុសគ្នាមនុស្សផ្សេងគ្នាតែងតែមានតម្លៃផ្សេងគ្នាឧទាហរណ៍ដូចជាមានមនុស្សម្នាក់គឺឲ្យតម្លៃទៅលើការបង្កើតគ្រួសារនិងការងារដែលមានប្រាក់ខែសមរម្យចំណែកមនុស្សម្នាក់ទៀតគឺអាចឲ្យតម្លៃទៅលើភាពឯករាជ្យនិងសេរីភាពក្នុងជីវិតសម្រាប់គោលការណ៍វិញគឺជាអ្វីៗដែលយើងទាំងអស់គ្នាដឹងថាជាអ្វីដែលត្រឹមត្រូវឧទាហរណ៍ដូចជាការលួចប្លន់យើងគ្រប់គ្នាដឹងថាការលួចប្លន់គឺជាអំពើខុសច្បាប់អំពើដែលមិនត្រូវហើយនៅពេលដែលមនុស្សម្នាក់ល្មើសគោលការណ៍នេះ
គឺនឹងជួបបញ្ហាដែលពួកគេត្រូវប្រឈមមុខនៅពេលដែលយើងជួបបញ្ហាណាមួយយើងត្រូវគិតថាតើយើងគួរប្រើគោលការណ៍មួយណាដើម្បីដោះស្រាយនៅពេលដែលយើងផ្ដោតជីវិតយើងទៅលើការគោរពគោលការណ៍នៃជីវិតនោះគឺចំណុចផ្សេងៗដែលខ្ញុំបានរៀបរាប់មុននេះដូចជាមិត្តភ័ក្តិស្នេហានិងវត្ថុគឺនឹងមករកយើងដោយមិនបាច់ខំប្រឹងប្រែងពីព្រោះយើងបានផ្ដោតជីវិតរបស់យើងទៅលើគោលការណ៍ការផ្លាស់ប្ដូរការយល់ឃើញរបស់យើងទៅលើជីវិតខ្លួនឯងនិងអ្នកដទៃគឺមិនមែនជារឿងងាយស្រួលនោះទេគឺវាត្រូវការភាពអត់ធ្មត់និងការខិតខំប្រឹងប្រែងនិងពេលវេលាដូច្នេះបើយើងចង់ផ្លាស់ប្ដូរការយល់ឃើញរបស់យើងគឺយើងត្រូវធ្វើម្ដងបន្តិចម្ដងបន្តិចក្នុងសៀវភៅនេះអ្នកនិពន្ធបានសរសេរប្រាប់ពីវិធីខ្លះៗដើម្បីជួយប្ដូរការយល់ឃើញរបស់យើងទី1គឺនៅពេលដែលយើងទៅមើលខ្លួនឯងក្នុងកញ្ចក់គឺយើងត្រូវនិយាយអ្វីវិជ្ជមានពីខ្លួនឯងនៅពេលក្រោយដែលអ្នកមានការជជែកគ្នាជាមួយអ្នកដទៃអ្នកគួរស្ដាប់យោបល់របស់គេបន្ទាប់មកផ្ដល់ការកោតសរសើរដល់គេទី3ត្រូវគិតអំពីអ្វីមួយដែលយើងគិតថាយើងជឿថាយើងធ្វើមិនបានបន្ទាប់មកសាកធ្វើរឿងនោះប៉ុន្តែគឺខ្ញុំមិននិយាយពីអ្វីដែលហួសហេតុនោះទេដូចជាយើងគិតថាយើងលោតចុះពីភ្នំទៅអត់កើតដូច្នេះយើងទៅលោតមិនអញ្ចឹងទេទី4ត្រូវផ្ដល់នៅបង្ហាញក្តីស្រឡាញ់ទៅមនុស្សដែលយើងស្រឡាញ់ទី5យើងត្រូវគិតពិចារណាថារាល់ថ្ងៃយើងគិតពីអ្វីច្រើនជាងគេបើវាជាការគិតអវិជ្ជមានគឺយើងត្រូវស្វែងយល់ថាហេតុអ្វីបានយើងគិតបែបនោះបន្ទាប់មកយើងត្រូវរកវិធីដើម្បីដោះស្រាយវាទី6នៅពេលដែលយើងឃើញមិត្តភ័ក្តិរបស់យើងមានអត្តចរិតខុសប្លែកពីធម្មតាគឺយើងត្រូវស្វែងយល់និងយល់ចិត្តរបស់ពួកគេនិងសួរបើពួកគេមានបញ្ហាអ្វីក្នុងជីវិតគឺយើងអាចជួយដោះស្រាយឬក៏ជួយលើកទឹកចិត្តឲ្យកម្លាំងចិត្តដល់ពួកគេទី7បើយើងចង់ឲ្យគេគោរពយើងត្រូវគោរពគេដូច្នេះវីដេអូសង្ខេបចំណុចថ្ងៃនេះគឺត្រូវចប់ត្រឹមនេះហើយក្នុងវីដេអូបន្ទាប់គឺយើងនឹងនិយាយអំពីចំណុចសំខាន់មួយទៀតបន្ទាប់មកគឺយើងនឹងចូលដល់ទម្លាប់នីមួយៗដូច្នេះសូមអរគុណសម្រាប់ការស្ដាប់និងទស្សនាវីដេអូនេះហើយរងចាំទស្សនាវីដេអូក្រោយសូមអរគុណទស្សនីសូមស្វាគមន៍មកកាន់វីដេអូទី3នៃការសង្ខេបសៀវភៅទម្លាប់7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យក្នុងវីដេអូនេះគឺយើងនឹងបន្តការសង្ខេបចំណុចសំខាន់ទៀតក្នុងសៀវភៅនេះគឺគេបានចែកចេញជា4ផ្នែកដែលផ្នែកទី1ខ្ញុំបានសង្ខេបក្នុងវីដេអូមុនគឺផ្នែក The Setup ដែលជាអ្វីៗដែលយើងត្រូវដឹងមុននឹងយើងចាប់ផ្ដើមមើលពីទម្លាប់ទាំង7ផ្នែកទី2ដែលខ្ញុំនឹងនិយាយក្នុងវីដេអូនេះគឺគេហៅថា The Private Victory ឬក៏ការយកឈ្នះលើខ្លួនឯងដូច្នេះថ្ងៃនេះគឺយើងនឹងសង្ខេបពីការទទួលជ័យជំនះនឹងខ្លួនឯងនិងការយកឈ្នះលើខ្លួនឯងចំណុចសំខាន់នៅក្នុងផ្នែកនេះគឺមានគណនីសន្សំផ្ទាល់ខ្លួនទម្លាប់ទី1ទម្លាប់ទី2និងទម្លាប់ទី3ប៉ុន្តែក្នុងវីដេអូនេះគឺខ្ញុំនឹងសង្ខេបតែពីគណនីសន្សំផ្ទាល់ខ្លួននិងទម្លាប់ទី1តែប៉ុណ្ណោះពីព្រោះបើយើងសង្ខេបទាំងទី2ទី3ទៀតវីដេអូនេះអាចវែងពេកគឺពិបាកមើលសម្រាប់អ្នកទាំងគ្នាដូច្នេះឥឡូវយើងមកមើលពី private victory ឬការយកជំនះលើខ្លួនឯងមុននឹងយើងទទួលបានជោគជ័យនៅក្នុងជីវិតរបស់យើងជាមួយអ្នកដទៃឬក៏ការងារនៅក្រៅខ្លួនរបស់យើងគឺយើងត្រូវយកឈ្នះនិងមានជោគជ័យចំពោះខ្លួនឯងជាមុនសិនរាល់ការផ្លាស់ប្ដូរនិងការអភិវឌ្ឍរីកចម្រើនឬក៏ការថយចុះឬក៏អន់ថយគឺការចេញពីខ្លួនឯងគឺការចេញពីខាងក្នុងទៅខាងក្រៅមិនមែនពីខាងក្រៅមកខាងក្នុងនោះទេមុននឹងយើងទទួលបានជោគជ័យនឹងអ្វីៗដែលនៅក្រៅខ្លួនយើងឬក៏ជាមួយអ្នកដទៃគឺយើងត្រូវឈ្នះខ្លួនឯងសិនគឺយើងត្រូវចេះគ្រប់ខ្លួនឯងចេះស្រឡាញ់ខ្លួនឯងនិងមានទំនុកចិត្តលើខ្លួនឯងការយកឈ្នះលើខ្លួនឯងគឺជាជំហានដំបូងដើម្បីធ្វើឲ្យយើងអាចផ្លាស់ប្ដូរគំនិតនិងអភិវឌ្ឍខ្លួនឯងបានយើងត្រូវធ្វើអ្វីៗគឺតាមជំហាននីមួយៗឧទាហរណ៍ដូចជានៅក្នុងសាលាពេលយើងចូលទៅសាលារៀនដំបូង
ហើយយើងរៀនគណិតវិទ្យាគឺយើងមិនមែនរៀន integral ឬក៏ derivative យកមកទេគឺយើងចាប់ផ្ដើមរៀនបូកដកលេខជាមុនសិនដូច្នេះមុននឹងយើងចង់ផ្លាស់ប្ដូរពិភពលោកឬក៏ផ្លាស់ប្ដូរអ្នកដទៃឬក៏យកឈ្នះអ្នកដទៃគឺយើងត្រូវផ្ដោតលើខ្លួនឯងជាមុនសិនដូច្នេះគឺយើងចាប់ផ្ដើមនិយាយពីគណនេយ្យសន្សំផ្ទាល់ខ្លួនគណនេយ្យសន្សំផ្ទាល់ខ្លួននេះគឺវាប្រៀបដូចជាគណនេយ្យសន្សំដែលយើងប្រើរាល់ថ្ងៃដែរគឺយើងអាចដាក់លុយនិងដកលុយចេញប៉ុន្តែក្នុងគណនេយ្យសន្សំផ្ទាល់ខ្លួនរបស់យើងអ្វីដែលប្រៀបដូចជាលុយនោះគឺជាការសម្រេចចិត្តរបស់យើងជាអារម្មណ៍របស់យើងនិងអ្វីដែលយើងធ្វើដូច្នេះក្នុងរូបភាពនេះគឺខ្ញុំបានបង្ហាញថារបស់អ្វីខ្លះដែលយើងប្រៀបដូចជាដាក់ចូលនៅក្នុងគណនេយ្យសន្សំរបស់យើងហើយអ្វីខ្លះដែលយើងប្រៀបដូចជាការដកចេញពីគណនេយ្យសន្សំរបស់យើងសម្រាប់គណនេយ្យសន្សំដែលយើងប្រើរាល់ថ្ងៃនៅពេលដែលយើងដាក់លុយចូលគឺចំនួនលុយនឹងកាន់តែកើនឡើងប៉ុន្តែបើយើងចេះតែដកលុយចេញជាញឹកញាប់យូរទៅគឺលុយនៅក្នុងកង់នោះគឺឡើងមានគឺសូន្យដូចនឹងគណនេយ្យសន្សំផ្ទាល់ខ្លួនរបស់យើងដែរគឺនៅពេលដែលយើងធ្វើអ្វីមួយដែលល្អគឺប្រៀបដូចជាយើងបានដាក់លុយចូលទៅក្នុងគណនេយ្យសន្សំហើយនៅពេលដែលយើងធ្វើអ្វីមួយដែលមិនល្អនោះគឺប្រៀបដូចជាយើងបានដកលុយចេញពីគណនេយ្យសន្សំឥឡូវយើងមើលទៅតារាងនេះគឺយើងមើលទៅខាងរបស់ដាក់ចូលទៅក្នុងគណនេយ្យសន្សំទី1គឺការរក្សាពាក្យសន្យារបស់ខ្លួននៅក្នុងករណីនេះគឺយើងនិយាយពីពាក្យសន្យាដែលយើងធ្វើចំពោះខ្លួនឯងឧទាហរណ៍ដូចជាពេលយើងមានកិច្ចការអ្វីមួយដែលត្រូវធ្វើយើងបានប្រាប់ខ្លួនឯងថានៅម៉ោងប៉ុណ្ណេះគឺយើងនឹងធ្វើដូច្នេះបើដល់ម៉ោងប៉ុណ្ណឹងយើងធ្វើមែនគឺមានន័យថាយើងបានគ្រប់ពាក្យសន្យាខ្លួនឯងនៅពេលយើងធ្វើចឹងដូចប្រៀបដូចជាយើងបានដាក់លុយចូលទៅក្នុងគណនេយ្យសន្សំរបស់យើងគឺចំនួនលុយនឹងកើនឡើងប៉ុន្តែបើយើងប្រាប់ខ្លួនឯងថាម៉ោងប៉ុណ្ណឹងគឺយើងត្រូវធ្វើប៉ុន្តែដល់ម៉ោងហ្នឹងគឺយើងអត់បានធ្វើទេយើងកន្លែងជាប់មើលទូរទស្សន៍ឬក៏ធ្វើអ្វីផ្សេងហើយមិនធ្វើកិច្ចការនោះគឺយើងបានក្បត់ពាក្យសន្យាខ្លួនឯងគឺប្រៀបដូចជាយើងបានដកលុយចេញពីគណនេយ្យសន្សំដូច្នេះគឺរឿងពាក្យសន្យានេះគឺមុននឹងសន្យាជាមួយអ្នកដទៃគឺយើងត្រូវចេះគោរពពាក្យសន្យាជាមួយខ្លួនឯងជាមុនសិនទី2គឺធ្វើល្អទោះតិចតួចយ៉ាងណាក៏ដោយនៅពេលដែលយើងធ្វើអំពើល្អទៅអ្នកដទៃគឺយើងមានអារម្មណ៍សប្បាយចិត្តខ្លួនឯងទោះជាតិចតួចយ៉ាងណាក៏ដោយដូច្នេះនៅពេលដែលយើងធ្វើល្អចំពោះអ្នកណាម្នាក់ក្នុងមួយថ្ងៃហ្នឹងគឺដូចជាយើងបានដាក់ប្រាក់ចូលប៉ុន្តែបើយើងចង់បានអ្វីៗសម្រាប់តែខ្លួនឯងយើងមិនចេះធ្វើល្អចំពោះអ្នកដទៃគឺប្រៀបដូចជាការដកប្រាក់ចេញទី3គឺត្រូវចេះទន់ភ្លន់ជាមួយខ្លួនឯងទន់ភ្លន់ជាមួយខ្លួនឯងនេះគឺមានន័យថានៅពេលដែលយើងបានធ្វើអ្វីមួយខុសឬក៏បានធ្វើប្រហែសលើអ្វីមួយគឺយើងត្រូវចេះអត់ឱនខ្លួនឯងនិងរៀនពីអ្វីដែលយើងធ្វើខុសយកជាបទពិសោធន៍ប៉ុន្តែនៅពេលដែលយើងបានធ្វើអ្វីខុសឬធ្វើប្រហែសបន្ទាប់មកគឺយើងធ្វើបាបខ្លួនឯងយើងអស់ទំនុកចិត្តលើខ្លួនឯងហើយយើងមិនហ៊ានធ្វើអ្វីថ្មីនោះទៀតគឺប្រៀបដូចជាយើងបានដកលុយចេញពីគណនេយ្យសន្សំរបស់យើងចំណុចមួយទៀតគឺត្រូវស្មោះត្រង់នៅពេលដែលយើងស្មោះត្រង់គឺយើងអាចមានអារម្មណ៍ល្អជាមួយខ្លួនឯងនិងធ្វើការដោយមោះមុតប៉ុន្តែនៅពេលដែលយើងមិនស្មោះត្រង់យើងពូកែកុហកយើងមានល្បិចកលជាច្រើននោះគឺយើងនឹងមានអារម្មណ៍មិនល្អជាមួយខ្លួនឯងហើយយើងក៏ពិបាកធ្វើឲ្យអ្នកដទៃជឿទុកចិត្តលើយើងព្រោះដល់ពេលយើងមិនស្មោះត្រង់គេផ្សេងទោះជាយើងខិតខំបិទបាំងយ៉ាងណាក៏ដោយក៏គេនៅអាចមើលឃើញដែរចំណុចបន្ទាប់គឺត្រូវមើលថែរក្សាខ្លួនឯងគឺចេះមើលថែសុខភាពខ្លួនឯងចេះរកពេលវេលាសម្រាកដើម្បីធ្វើឲ្យបាត់ stress ឬក៏ថែរក្សាផ្លូវកាយនិងផ្លូវចិត្តខ្លួនឯងប៉ុន្តែបើយើងធ្វើឲ្យខ្លួនឯងអស់កម្លាំងលះហិតលះហើយគ្មានពេលសម្រាកគ្មានពេលថែរក្សាសុខភាពផ្លូវកាយផ្លូវចិត្តខ្លួនឯងនោះគឺប្រៀបដូចជាយើងដកប្រាក់ចេញពីគណនេយ្យសន្សំរបស់យើងតបមកចំណុចបន្ទាប់គឺយើងត្រូវរកនិងប្រើទេពកោសល្យរបស់ខ្លួនមនុស្សម្នាក់ៗគឺខុសប្លែកពីគ្នាហើយតែងមានទេពកោសល្យផ្សេងគ្នាដូច្នេះយើងត្រូវស្វែងយល់ពីខ្លួនឯងនិងត្រូវស្វែងរកទេពកោសល្យរបស់ខ្លួនឯងប៉ុន្តែបើយើងតែងតែមើលទៅលើទេពកោសល្យរបស់អ្នកដទៃហើយគិតថាយើងធ្វើដូចគេមិនបានយើងមិនអាចល្អដល់គេបាននោះ
គឺប្រៀបដូចជាការដកប្រាក់ចេញពីគណនីសន្សំរបស់យើងពីព្រោះមនុស្សយើងគឺផ្សេងគ្នាយើងមិនមែនមានទេពកោសល្យដូចគ្នានោះទេដូច្នេះបើយើងចង់ធ្វើឲ្យយើងដូចអ្នកដទៃដែលមានទេពកោសល្យផ្សេងពីយើងដែលគេជាមនុស្សផ្សេងពីយើងពេលខ្លះគឺយើងធ្វើបានប៉ុន្តែពេលខ្លះទៀតគឺយើងធ្វើមិនបានដូចគេនោះទេពីព្រោះយើងគឺជាមនុស្សផ្សេងគ្នាដូច្នេះមិនត្រូវមើលទៅអ្នកដទៃនោះទេគឺត្រូវមើលមកខ្លួនឯងត្រូវស្វែងរកថាខ្លួនឯងមានទេពកោសល្យអ្វីខ្លះបន្ទាប់មកគឺត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យរីកចម្រើនទេពកោសល្យរបស់ខ្លួនឯងដូច្នេះនេះគឺជាការសង្ខេបពីគណនីសន្សំផ្ទាល់ខ្លួនដែលយើងត្រូវចងចាំទុកក្នុងចិត្តរបស់យើងឥឡូវគឺយើងចាប់ផ្ដើមចូលនិយាយពីទម្លាប់ទី1គឺត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯងដែលភាសាអង់គ្លេសគឺ be proactive យើងអាចចែកមនុស្សចេញជាពីរប្រភេទគឺមនុស្សបែប proactive និងមនុស្សបែប reactive ដូច្នេះយើងមកយល់ន័យពាក្យទាំងពីរនេះ proactive គឺមានន័យថាយើងចេះទទួលខុសត្រូវលើអារម្មណ៍ខ្លួនឯងលើសេចក្តីសុខខ្លួនឯងនិងជីវិតខ្លួនឯងនៅពេលមានបញ្ហាអ្វីមួយគឺយើងមិនបន្ទោសអ្នកដទៃឬក៏បន្ទោសកលៈទេសៈនៅតែរអ៊ូមិនរកដំណោះស្រាយមកដោះស្រាយបញ្ហានោះទេមនុស្សបែប proactive នេះក៏មិនអោយអ្នកដទៃមកបញ្ជាអារម្មណ៍ខ្លួនឯងមិនអោយភាពអវិជ្ជមានរបស់អ្នកដទៃមកប៉ះពាល់អារម្មណ៍ខ្លួនឯងដែរចំណែកមនុស្ស reactive វិញគឺឆាប់មានប្រតិកម្មទៅលើគ្រប់រឿងទាំងអស់គឺឲ្យអ្នកផ្សេងបញ្ជាអារម្មណ៍ខ្លួនឯងឲ្យអារម្មណ៍អវិជ្ជមានរបស់គេគឺមកប៉ះពាល់ដល់អារម្មណ៍ខ្លួនឯងខ្លាំងនៅពេលមានបញ្ហាគឺពួកគេតែងបន្ទោសកលៈទេសៈបន្ទោសអ្នកដទៃនិងតែងតែរអ៊ូហើយមិនរកដំណោះស្រាយមកដោះស្រាយបញ្ហានោះទេហើយតែងតែឆាប់ខឹងឬក៏បង្ករឿងជាដើមមនុស្ស reactive គឺប្រៀបដូចជាកំប៉ុងសូដាឬក៏កំប៉ុងកូកាជាដើមនៅពេលដែលគេយកកំប៉ុងនោះទៅក្លុកគឺនៅពេលដែលយើងបើកគឺផ្ទុះតែម្ដងចំណែកមនុស្ស proactive គឺប្រៀបដូចជាទឹកសុទ្ធទោះជាយើងក្រឡុកដបទឹកសុទ្ធនេះយ៉ាងណាក៏ដោយគឺមិនផ្ទុះនោះទេជារៀងរាល់ថ្ងៃគឺយើងតែងតែមានករណីច្រើនដែលយើងត្រូវធ្វើការសម្រេចចិត្តដូចជាពេលយើងធ្វើកិច្ចការអ្វីមួយឬក៏យើងគិតថាយើងទិញម្ហូបអ្វីឬក៏ការងារផ្សេងទៀតសម្រាប់អារម្មណ៍របស់យើងគឺយើងក៏អាចធ្វើការសម្រេចចិត្តបានដែរនៅពេលដែលមានរឿងមិនល្អកើតឡើងដូចជាមានគេស្ដីបន្ទោសយើងគឺយើងអាចសម្រេចចិត្តថាយើងនឹងខឹងឆោឡោនឹងយកការស្ដីបន្ទោសរបស់គេមកដាក់ខ្លួននឹងធ្វើឲ្យយើងមានអារម្មណ៍មិនល្អពេញមួយថ្ងៃឬក៏យើងអាចសម្រេចចិត្តថាយើងនឹងមិនខឹងនោះទេគឺយើងមិនយកការស្ដីបន្ទោសរបស់គេមកដាក់ក្នុងចិត្តនោះទេហើយយើងធ្វើឲ្យអារម្មណ៍ស្ងប់ត្រូវស្ដាប់យោបល់របស់គេឬក៏ផ្ដល់យោបល់របស់ខ្លួនឯងតាមនៃស្ថាបនាយើងអាចឃើញថាលទ្ធផលនៃការសម្រេចចិត្តទាំងពីរនេះគឺអាចខុសគ្នាការសម្រេចចិត្តទី1គឺអាចនឹងធ្វើឲ្យមានការឆ្លុះប្រកែកគ្នាជាមួយយើងនិងអ្នកដទៃហើយគឺអាចប៉ះពាល់ដល់ការងារនិងចិត្តរបស់អ្នកទាំងពីរចំណែកការសម្រេចចិត្តទី2គឺអាចធ្វើឲ្យមានការសម្របសម្រួលយល់គ្នាទៅវិញទៅមកនិងមិនប៉ះពាល់ដល់កិច្ចការនោះទេដូច្នេះការគិត proactive ឬក៏ reactive គឺជាការសម្រេចចិត្តរបស់យើងខ្លួនឯងមួយវិញទៀតសម្រាប់មនុស្សដែល reactive នៅពេលដែលពួកគេមានចំណុចមិនល្អគឺពួកគេមិនផ្លាស់ប្ដូរនោះទេព្រោះពួកគេគិតថាធម្មជាតិគឺអញ្ចឹងឯងគឺពួកគេកើតមកជាមួយចំណុចនេះគឺមិនអាចផ្លាស់ប្ដូរបានទេចំណែកមនុស្ស proactive វិញគឺនៅពេលដឹងចំណុចមិនល្អរបស់ខ្លួនឯងគឺពួកគេតែងស្វែងរកវិធីដើម្បីផ្លាស់ប្ដូរនិងធ្វើឲ្យខ្លួនឯងមានការអភិវឌ្ឍនិងការរីកចម្រើនការផ្លាស់ប្ដូរការគិត reactive ទៅការគិត proactive គឺមិនងាយស្រួលនោះទេដោយសារយើងត្រូវការហាត់ពត់ចិត្តនិងខួរក្បាលរបស់យើងជាខ្លាំងប៉ុន្តែគឺយើងមានឧបករណ៍សម្រាប់ជំនួយក្នុងការផ្លាស់ប្ដូរការគិតរបស់យើងឧបករណ៍ទាំងនេះគឺមនុស្សយើងមានគ្រប់គ្នាឧបករណ៍ទី1គឺសតិនៅពេលដែលយើងប្រើសតិគឺយើងអាចវាយតម្លៃនិងថ្លឹងថ្លែងពិនិត្យមើលបញ្ហាជុំវិញខ្លួនយើងសតិគឺជាឧបករណ៍ដែលមនុស្សមានតាំងពីកំណើតឧបករណ៍ទី2គឺសម្បញ្ញៈគឺជាសម្លេងនៅក្នុងចិត្តរបស់យើងដែលធ្វើឲ្យយើងដឹងថាអ្វីត្រូវឬក៏អ្វីខុស
មនុស្សគ្រប់គ្នាតែងតែមានសម្បញ្ញៈនេះប៉ុន្តែវាអាចរីកចម្រើនឬថយចុះតាមដែលរបៀបយើងប្រើគឺយើងស្ដាប់ឬក៏ប្រឆាំងនឹងសម្បញ្ញៈឧបករណ៍ទី3នោះគឺប្រឌិតញាណយើងអាចប្រើវាដើម្បីរំដោះខ្លួនចេញពីបញ្ហាស្មុគស្មាញនិងដើម្បីរកដំណោះស្រាយផ្សេងវាក៏ឲ្យយើងស្រមៃដល់អនាគតរបស់យើងដែរដែលយើងចង់បានយើងអាចប្រើប្រឌិតញាណនេះដើម្បីស្រមៃមើលថានឹងមានលទ្ធផលអ្វីកើតឡើងនៅពេលដែលយើងធ្វើការសម្រេចចិត្តណាមួយឧបករណ៍ទី4គឺកម្លាំងនិងថាមពលចិត្តវាគឺជាកម្លាំងដើម្បីបង្កប់បញ្ជាខ្លួនឯងឲ្យធ្វើឬក៏ប្រឌិតអ្វីមួយជាអំណាចជ្រើសរើសគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងយកឈ្នះលើទម្លាប់នៃសភាវគតិរបស់ខ្លួនឯងខ្ញុំនឹងលើកយកឧទាហរណ៍មួយបើបញ្ជាក់ថាយើងប្រើឧបករណ៍នេះរបៀបណាឧទាហរណ៍ដូចជានៅពេលមានសិស្សម្នាក់បានធ្លាក់ការប្រឡងរបស់គេមនុស្សបែប reactive គឺនឹងចាប់ផ្ដើមខឹងនិងមានការអន់ចិត្តជាខ្លាំងបោកប្រាស់និងបន្ទោសអ្នកដទៃបន្ទោសលោកគ្រូអ្នកគ្រូថាមិនបានបង្រៀនគ្រប់គ្រាន់បង្រៀនសិស្សមិនចេះពួកគេគិតថាមិនមែនជាកំហុសរបស់ពួកគេនោះទេហើយពួកគេក៏អាចជះកំហឹងនិងអារម្មណ៍វិជ្ជមានទៅលើក្រុមគ្រួសាររបស់ពួកគេផងដែរពួកគេចាប់ផ្ដើមស្អប់គ្រូនិងស្អប់សាលាហើយមិនខិតខំរៀនសូត្រនោះទេនៅក្នុងខ្លួនពួកគេគឺសុទ្ធតែរឿងអវិជ្ជមានដូច្នេះនៅពេលប្រឡងលើកក្រោយគឺពួកគេធ្លាក់ដដែលហើយទំនាក់ទំនងជាមួយគ្រូនិងក្រុមគ្រួសារនិងមិត្តភ័ក្តិក៏ត្រូវបានបែកបាក់ចំណែកឯមនុស្សបែប proactive វិញគឺប្រើឧបករណ៍ទាំង4ដើម្បីដោះស្រាយបញ្ហានេះនៅពេលដែលពួកគេបានដឹងថាខ្លួនធ្លាក់ប្រឡងគឺពួកគេអាចមានអារម្មណ៍ថាខឹងនិងអន់ចិត្តដែរប៉ុន្តែគឺពួកគេបានប្រើឧបករណ៍ទី1គឺសតិដើម្បីវិភាគនិងស្វែងយល់ថាតើហេតុអ្វីបានពួកគេប្រឡងធ្លាក់នៅពេលដែលពួកគេបានវិភាគឲ្យច្បាស់លាស់គឺបានដឹងថាខ្លួនឯងមិនបានរៀនសូត្រគ្រប់គ្រាន់មិនបានមើលគ្រប់ជ្រុងជ្រោយនៅក្នុងសៀវភៅបន្ទាប់មកគឺពួកគេប្រើឧបករណ៍ទី2គឺសម្បញ្ញៈរបស់ពួកគេបានប្រាប់ថាការខឹងឬការបន្ទោសលោកគ្រូអ្នកគ្រូឬអ្នកដទៃគឺមិនមែនជារឿងត្រឹមត្រូវនោះទេហើយក៏មិនមែនជាកំហុសរបស់អ្នកដទៃដែរគឺជាកំហុសរបស់ខ្លួនឯងដែលមិនបានយកចិត្តទុកដាក់រៀនសូត្រមើលគ្រប់ជ្រុងជ្រោយបន្ទាប់មកគេប្រើប្រឌិតញាណរបស់គេដើម្បីស្រមៃមើលថាបើគេបានធ្វើការសម្រេចចិត្តផ្សេងបើគេបានខិតខំរៀនសូត្រយកចិត្តទុកដាក់មើលមេរៀនឲ្យបានគ្រប់នោះគឺគេនឹងប្រឡងបានពិន្ទុខ្ពស់ដូច្នេះគេចាប់ផ្ដើមស្វែងរកដំណោះស្រាយរកវិធីសិក្សាដែលល្អសម្រាប់គេប្រើឧបករណ៍ទី4គឺកម្លាំងនិងថាមពលចិត្តដើម្បីខិតខំប្រឹងប្រែងសិក្សារកវិធីសិក្សាផ្សេងនិងមិនឲ្យធ្វេសប្រហែសដូចកាលមុនគេក៏បានសន្យានឹងខ្លួនឯងថានឹងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានទៀងទាត់និងមិនធ្វេសប្រហែសដូចកាលមុននោះទេហើយគេក៏ទន់ភ្លន់ជាមួយខ្លួនឯងដែរគឺគេបានយកការប្រឡងលើកមុនជាបទពិសោធន៍ដើម្បីជំរុញខ្លួនឯងឲ្យខិតខំរៀនសូត្រគឺគេមិនបាក់ទឹកចិត្តឬក៏មិនអស់ទំនុកចិត្តលើខ្លួនឯងនោះទេគេក៏អាចទៅសុំយោបល់ពីលោកគ្រូអ្នកគ្រូរបស់គេដើម្បីជួយក្នុងការរៀនសូត្ររបស់គេជាទីបញ្ចប់គឺនៅពេលមានប្រឡងលើកក្រោយគឺគេបានបន្ទុកខ្ពស់ហើយលោកគ្រូអ្នកគ្រូក៏បានសរសើរស្រឡាញ់គេដែរដូច្នេះយើងឃើញថាគេបានប្រើឧបករណ៍ទាំង4ដើម្បីដោះស្រាយបញ្ហានេះហើយគេក៏បានធ្វើសកម្មភាពជាច្រើនដែរដែលប្រៀបដូចជាគេបានដាក់លុយចូលក្នុងកណន័យសន្សំរបស់គេយើងឃើញថាលទ្ធផលសម្រាប់មនុស្សបែប reactive និងមនុស្ស proactive គឺចេញមកខុសគ្នាសម្រាប់មនុស្ស reactive គឺពួកគេនៅតែប្រឡងធ្លាក់នៅតែមិនខិតខំរៀនសូត្រហើយក៏មានទំនាក់ទំនងមិនល្អជាមួយលោកគ្រូអ្នកគ្រូនិងគ្រួសារផងដែរសម្រាប់មនុស្ស proactive គឺពួកគេបានរីកចម្រើនបានអភិវឌ្ឍខ្លួនឯងនិងមានទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូនិងគ្រួសារនិងមនុស្សជុំវិញខ្លួនគេនិងខ្លួនឯងផងដែរឥឡូវគឺយើងមើលមកភាសាដែលមនុស្ស proactive និងមនុស្ស reactive ច្រើនតែប្រើសម្រាប់មនុស្ស proactive គេតែងនិយាយថាខ្ញុំនឹងសាកល្បងប៉ុន្តែសម្រាប់មនុស្ស proactive គឺថាខ្ញុំនឹងធ្វើ
មនុស្ស reactive តែងតែនិយាយថាខ្ញុំជាមនុស្សបែបហ្នឹងឯងគឺខ្ញុំមិនអាចផ្លាស់ប្ដូរខ្លួនឯងបានទេប៉ុន្តែមនុស្ស proactive គឺនិយាយថាខ្ញុំអាចប្រសើរជាងនេះខ្ញុំអាចអភិវឌ្ឍខ្លួនឯងបានច្រើនជាងនេះមនុស្ស reactive និយាយថាខ្ញុំមិនអាចធ្វើបានទេមនុស្ស proactive និយាយថាខ្ញុំនឹងរកវិធីផ្សេងដើម្បីធ្វើមនុស្សបែប reactive និយាយថាខ្ញុំត្រូវតែធ្វើដោយសារគេផ្សេងចង់ឲ្យខ្ញុំធ្វើប៉ុន្តែមនុស្ស proactive និយាយថាខ្ញុំចង់ធ្វើដោយសារវាជាជំរឿនរបស់ខ្ញុំមនុស្ស reactive និយាយថាខ្ញុំមិនអាចចំណែកមនុស្ស proactive និយាយថាប្រកាសជាមានមធ្យោបាយមនុស្ស reactive និយាយថាអ្នកផ្សេងគឺជាអ្នកធ្វើអារម្មណ៍ខ្ញុំមិនល្អថ្ងៃនេះប៉ុន្តែមនុស្ស proactive និយាយថាខ្ញុំមិនឲ្យសំណល់អារម្មណ៍អវិជ្ជមានរបស់អ្នកមកប៉ះពាល់ខ្ញុំនោះទេដូច្នេះគឺយើងបានមើលឃើញនៅលក្ខណៈនៃមនុស្ស reactive និងមនុស្ស proactive និងយើងបាននិយាយពីកណន័យសន្សំផ្ទាល់ខ្លួនដូច្នេះការផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងពីការគិត reactive ទៅ proactive គឺមិនងាយស្រួលទេគឺត្រូវការខិតខំប្រឹងប្រែងនិងហាត់បត់បែនចិត្តរបស់យើងជាច្រើនដូច្នេះនៅពេលដែលមានអ្វីកើតឡើងមួយគឺយើងត្រូវឈប់ហើយយើងត្រូវគិតសិនហើយយើងគិតថាយើងគួរប្រើឧបករណ៍មួយណាដើម្បីដោះស្រាយបញ្ហានេះនៅពេលដែលយើងធ្វើបែបនេះយូរៗទៅគឺវានឹងคล้ายជាអ្វីដែលយើងធ្វើដោយមិនដឹងខ្លួនដូច្នេះជាការសង្ខេបក្នុងវីដេអូនេះខ្ញុំបាននិយាយពីកណន័យសន្សំផ្ទាល់ខ្លួននិងពីទម្លាប់ទី1គឺការទទួលខុសត្រូវលើអារម្មណ៍ខ្លួនឯងឬក៏ការគិត proactive ដូច្នេះវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះសម្រាប់ទម្លាប់ទី2និងទម្លាប់ទី3គឺខ្ញុំនឹងសង្ខេបនៅក្នុងវីដេអូក្រោយដូច្នេះសូមអរគុណសម្រាប់ការទស្សនាហើយសូមរងចាំវីដេអូបន្ទាប់ទស្សនីថ្ងៃនេះយើងនឹងបន្តសង្ខេបសៀវភៅទម្លាប់7យ៉ាងដ៏ប្រសិទ្ធភាពសម្រាប់យុវវ័យនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយពីទម្លាប់ទី2និងទម្លាប់ទី3ដូច្នេះឥឡូវគឺខ្ញុំនឹងចាប់ផ្ដើមសង្ខេបទម្លាប់ទី2ទម្លាប់ទី2នេះគឺត្រូវចាប់ផ្ដើមដោយមានគោលដៅនៅក្នុងចិត្តនៅក្នុងចម្ពោះនេះគឺអ្នកនិពន្ធបានប្រាប់យើងថាទម្លាប់ល្អមួយគឺត្រូវមានគំនិតថានៅពេលអនាគតយើងចង់ធ្វើអ្វីអ្នកនិពន្ធបានផ្ដល់ការប្រៀបធៀបមួយគឺនៅពេលដែលយើងមាន puzzle មួយគឺជាល្បែងដែលយើងផ្គុំដើម្បីចេញរូបមួយប៉ុន្តែគេអត់មានផ្ដល់រូបភាពយោងដើម្បីឲ្យយើងដឹងថាយើងត្រូវផ្គុំចេញជារូបអីនោះទេដូច្នេះ puzzle ហ្នឹងយើងធ្វើយ៉ាងណាក៏ធ្វើមិនចេញដែរពីព្រោះយើងមិនដឹងថាយើងត្រូវផ្គុំចេញជារូបអីផងការប្រៀបធៀបមួយទៀតគឺដូចជាពេលយើងជិះទូកប៉ុន្តែយើងមិនដឹងថាយើងមានគោលដៅទៅខាងណាពេលខ្លះទឹកអាចនាំទូករបស់យើងទៅកន្លែងដែលស្រស់ស្អាតមួយប៉ុន្តែពេលខ្លះទៀតគឺទូករបស់យើងអាចធ្លាក់ជ្រោះឬក៏ទៅកន្លែងណាដែលគ្រោះថ្នាក់ជីវិតយើងក៏ដូចគ្នាដែរនៅពេលដែលយើងរស់នៅមួយថ្ងៃប៉ុន្តែមិនដឹងថាយើងមានគោលដៅអ្វីនៅពេលអនាគតយើងមិនដឹងថានៅពេលអនាគតយើងចង់នៅទីណាដូច្នេះគឺក្នុងជីវិតយើងគឺយើងមិនដឹងដើរទៅតាមផ្លូវណានោះទេហើយយើងមិនដឹងថាទីបញ្ចប់ជីវិតយើងគឺទៅជាបែបណានោះទេប៉ុន្តែការកំណត់គោលដៅនេះគឺមិនបាច់គោលដៅធំដុំដូចជាតើយើងត្រូវធ្វើការងារអ្វីឬក៏យើងត្រូវរៀបការជាមួយអ្នកណានោះទេពីព្រោះការកំណត់គោលដៅដ៏ធំបែបនេះគឺអាចពិបាកសម្រាប់មនុស្សខ្លះជាពិសេសសម្រាប់យុវវ័យដែលយើងនៅក្មេងគឺយើងមិនទាន់ស្គាល់ខ្លួនឯងច្បាស់ហើយយើងមិនដឹងថាយើងចង់បានអ្វីពិតប្រាកដនៅពេលអនាគតនោះទេដូច្នេះការដឹងថាយើងចង់បានអ្វីនេះគឺអាចកំណត់គោលដៅសម្រាប់ថ្ងៃស្អែកឬក៏អាទិត្យក្រោយឬក៏ខែក្រោយឬក៏ឆ្នាំក្រោយបើយើងរស់នៅមួយថ្ងៃប៉ុន្តែយើងមិនខ្វល់ថាយើងមានគោលដៅអ្វីឬក៏ត្រូវកំណត់គោលដៅអ្វីគឺនឹងមានអ្នកដទៃមកកំណត់គោលដៅសម្រាប់យើងដូច្នេះជីវិតរបស់យើងគឺមិនមែនជារបស់យើងនោះទេគឺត្រូវគេអ្នកបញ្ជាដូច្នេះទីបញ្ចប់គឺយើងអាចនឹងរស់នៅជីវិតរបស់យើងតាមការចង់បានរបស់គ្រួសារឬក៏មិត្តភ័ក្តិឬក៏អ្នកដែលធ្វើការសម្រេចចិត្តសម្រាប់ជីវិតរបស់យើង
នៅក្នុងសិភៅនេះគឺអ្នកនិពន្ធបានផ្ដល់លំហាត់ជាច្រើនដើម្បីឲ្យយើងស្វែងរកថាយើងចង់បានអ្វីនៅពេលអនាគតចំណុចមួយដែលអ្នកនិពន្ធបានផ្ដល់ដើម្បីឲ្យយើងដឹងថាយើងចង់បានអ្វីក្នុងពេលអនាគតនោះគឺយើងត្រូវស្រមៃថាយើងពីអនាគតដូចជាយើងពី1ឆ្នាំក្រោយមកនិយាយជាមួយយើងឥឡូវដូច្នេះយើងនឹងឃើញថាពេល1ឆ្នាំក្រោយយើងចង់ឲ្យខ្លួនយើងខ្លាចជាបែបណាដូចជាយើងមើលថាពេល1ឆ្នាំក្រោយយើងនឹងរៀនពូកែជាងនេះឬក៏យើងនឹងមានទំនាក់ទំនងល្អជាមួយអ្នកដទៃឬក៏យើងនឹងខំប្រឹងហាត់ប្រាណខ្លាំងជាងនេះនិងចំណុចផ្សេងៗទៀតដែលអ្នកមើលទៅចង់ឲ្យខ្លួនឯងមាននៅពេល1ឆ្នាំក្រោយដូច្នេះការកំណត់គោលដៅនេះគឺអាចចាប់ផ្ដើមពី1ថ្ងៃទៅ1អាទិត្យទៅ1ខែទៅ1ឆ្នាំទៅ5ឆ្នាំទៅ10ឆ្នាំចំណុចមួយទៀតគឺយើងអាចសរសេរជា mission statement ដែល mission statement នេះដូចជាกระดาษចំណាំមួយដែលយើងសរសេរអ្វីដែលយើងចង់បានក្នុងជីវិតរបស់យើង mission statement នេះប្រៀបដូចជាការសរសេរចំណាំឬក៏បទវចនាផ្ទាល់ខ្លួនរបស់យើងដែលប្រាប់ថាជីវិតរបស់យើងគឺអំពីអ្វីដូច្នេះនៅពេលដែលអ្នកចង់បានអ្វីក្នុងជីវិតគឺអ្នកត្រូវសរសេរនៅក្នុង mission statement បន្ទាប់មកគឺមើល mission statement នោះជារៀងរាល់ថ្ងៃនៅក្នុងសៀវភៅនេះគឺអ្នកនិពន្ធបានសរសេរលម្អិតពន្យល់ពី mission statement នេះបន្ទាប់មកគឺអ្នកនិពន្ធនិយាយអំពីគោលដៅគឺដូចជាផ្នែកតូចៗរបស់ mission statement របស់យើង mission statement នេះគឺប្រៀបដូចជាអ្វីដែលយើងចង់បានគឺទាំងមូលតែម្ដងប៉ុន្តែគោលដៅគឺយើងយកមួយផ្នែកតូចៗនៃ mission statement មុននឹងសម្រេចគោលដៅមួយគឺអ្នកនិពន្ធបានផ្ដល់5ចំណុចដើម្បីឲ្យយើងគិតមើលជាមុនសិនទី1យើងត្រូវដឹងថាដើម្បីសម្រេចគោលដៅនេះគឺយើងត្រូវការលះបង់អ្វីខ្លះទី2គឺយើងត្រូវសរសេរគោលដៅរបស់យើងពីព្រោះតាមការស្រាវជ្រាវគឺគេបានដឹងថានៅពេលដែលយើងសរសេរអ្វីមួយគឺយើងតែងតែចាំវាជាងនិងវាមានប្រសិទ្ធភាពជាងយើងមិនសរសេរទី3គឺយើងត្រូវកុំខ្លាចហើយយើងត្រូវតាំងចិត្តថាយើងនឹងធ្វើបើយើងស្ទាក់ស្ទើរគឺគោលដៅរបស់យើងមិនអាចសម្រេចបានទេទី4នៅពេលដែលមានព្រឹត្តិការណ៍អ្វីដែលសំខាន់ខ្លាំងសម្រាប់ជីវិតរបស់យើងគឺយើងត្រូវយកពេលនោះដើម្បីគិតមើលពីគោលដៅរបស់យើងថាយើងគួរផ្លាស់ប្ដូរខ្លួនឯងរបៀបណាដើម្បីអាចសម្រេចគោលដៅនោះបានទី5គឺយើងត្រូវរកមនុស្សដែលយើងជឿទុកចិត្តដូចជាមិត្តភ័ក្តិឬក៏គ្រួសារដើម្បីជាជំនួយនិងជាអ្នកគាំទ្រនិងលើកទឹកចិត្តយើងនៅពេលដែលយើងកំពុងត្រៀមសម្រេចគោលដៅរបស់យើងមនុស្សយើងតែងតែត្រូវការទំនាក់ទំនងនិងការលើកទឹកចិត្តនិងជំនួយពីអ្នកដទៃគឺយើងមិនអាចធ្វើអ្វីតែម្នាក់ឯងជារៀងរហូតនោះទេក្នុងការសម្រេចគោលដៅរបស់យើងគឺយើងតែងតែមានឧបសគ្គជាច្រើនឧបសគ្គខ្លះមានដូចជាការភ័យខ្លាចឬក៏ការសោកចំអកពីអ្នកដទៃដូច្នេះយើងត្រូវហាត់ពត់ចិត្តយើងដើម្បីកុំឲ្យខ្លាចនិងកុំគិតពីអ្វីដែលអ្នកដទៃនិយាយសោកចំអកឲ្យយើងរួមមកវិញទម្លាប់ទី2គឺប្រាប់ថាយើងត្រូវមានគំនិតថាយើងចង់នៅទីណានៅពេលអនាគតឬក៏យើងចង់ធ្វើអ្វីនៅពេលអនាគតហើយយើងត្រូវដឹងថាយើងត្រូវដើរទៅតាមផ្លូវណាសម្រាប់ទម្លាប់ទី3គឺនិយាយពីការធ្វើអ្វីដែលសំខាន់ជាងគេបំផុតមុនទម្លាប់ទី1បានប្រាប់យើងថាយើងជាអ្នកទទួលខុសត្រូវសម្រាប់អារម្មណ៍និងជីវិតខ្លួនឯងទម្លាប់ទី2ប្រាប់ឲ្យយើងមានផែនទីសម្រាប់ដឹងថាយើងត្រូវដើរផ្លូវណាដើម្បីទទួលបានគោលដៅរបស់យើងចំណែកទម្លាប់ទី3គឺប្រាប់យើងពីការធ្វើនិងសម្រេចគោលដៅរបស់យើងហើយដឹងថាយើងត្រូវធ្វើអ្វីមុននិងអ្វីក្រោយនោះយើងតែងតែមានការគិតថាអ្វីមួយគឺសំខាន់ជាងអ្វីមួយទៀតដូច្នេះយើងធ្វើអ្វីដែលសំខាន់មុនប៉ុន្តែនៅពេលខ្លះអ្វីដែលយើងគិតថាសំខាន់នោះគឺអាចមិនត្រឹមត្រូវអ្នកនិពន្ធបាននិយាយពីមនុស្ស4ប្រភេទដែលប្រភេទនីមួយៗគឺដាក់សេចក្តីសំខាន់ទៅលើអ្វីផ្សេងៗគ្នាយើងមើលតារាងនេះគឺមានមនុស្ស4ប្រភេទដែល
ប្រភេទទី1គឺគេហៅថា the procrastinator មនុស្សទី1នេះគឺនៅពេលដែលមានការងារអ្វីសំខាន់ដែលត្រូវធ្វើតែងតែទុកការងារនោះចោលរហូតដល់ជិតដល់ថ្ងៃដែលយើងត្រូវធ្វើឬក៏ថ្ងៃផុតកំណត់បានចាប់ផ្ដើមធ្វើដោយប្រញាប់ប្រញាល់ដូច្នេះគឺគេនឹងអាចមានភាព stress ឬក៏ធ្វើការងារមិនបានល្អដូច្នេះតាមតារាងនេះគឺមនុស្សប្រភេទទី1នេះគឺតែងតែធ្វើអ្វីដែលសំខាន់ប្រញាប់ប្រញាល់ដែលគេនិយាយថា important និង urgent ប៉ុន្តែមនុស្សប្រភេទនេះគឺមិនល្អនោះទេមនុស្សប្រភេទទី3គេហៅថា the yes man មានន័យថាមនុស្សប្រភេទនេះគិតថាអ្វីដែលគេកំពុងធ្វើគឺពិតជាសំខាន់ខ្លាំងណាស់គឺត្រូវការធ្វើជាបន្ទាន់ប៉ុន្តែជាការពិតគឺសកម្មភាពទាំងនេះគឺមិនសំខាន់នោះទេឧទាហរណ៍ដូចជាការដើរលេងជាមួយមិត្តភ័ក្តិឬក៏ការឆ្លើយតបសាររបស់មិត្តភ័ក្តិគេតែងធ្វើសកម្មភាពទាំងនេះជាបន្ទាន់ព្រោះគេខ្លាចមិត្តភ័ក្តិឬក៏អ្នកដទៃអន់ចិត្តដូច្នេះមនុស្សប្រភេទនេះគឺតែងតែគិតពីចិត្តរបស់អ្នកដទៃខ្លាំងជាងចិត្តរបស់ខ្លួនគឺគិតពីអ្វីដែលអ្នកដទៃគិតមកលើខ្លួនខ្លាំងដូច្នេះមនុស្សប្រភេទនេះគឺមិនមែនរស់នៅជីវិតដើម្បីខ្លួនឯងនោះទេគឺដើម្បីអ្នកដទៃមនុស្សប្រភេទទី4គឺ the slacker មនុស្សប្រភេទនេះគឺមិនធ្វើអ្វីទាំងអស់គឺតែងតែខ្ជិលហើយទុកការងារចោលសំខាន់ឬមិនសំខាន់គឺមិនធ្វើទាំងអស់ចំណែកមនុស្សប្រភេទទី2គឺជាប្រភេទល្អជាងគេហៅថា the prioritizer មនុស្សប្រភេទនេះគឺនៅពេលដឹងថាខ្លួនមានការងារអ្វីដែលសំខាន់ត្រូវធ្វើគេតែងរៀបចំពេលវេលាឲ្យបានច្បាស់លាស់ដើម្បីដឹងថាម៉ោងនេះធ្វើកិច្ចការនេះនិងម៉ោងនោះធ្វើកិច្ចការនោះឧទាហរណ៍ដូចជាគេមានការងារមួយដែលត្រូវធ្វើហើយនៅពេលអាទិត្យទៀតដូច្នេះគេចាប់ផ្ដើមរៀបចំធ្វើតាំងពីឥឡូវទៅដូច្នេះនៅពេលជិតដល់ថ្ងៃដែលត្រូវការងារនោះធ្វើហើយគេមិនប្រញាប់ប្រញាល់នោះទេហើយក៏មិនមានភាព stress នោះដែរហើយការងារគេក៏ធ្វើបានល្អដែរនេះគឺខុសពីមនុស្សប្រភេទទី1ដែលមានការងារសំខាន់ប៉ុន្តែទុកចោលរហូតដល់ជិតដល់ពេលដូច្នេះដើម្បីឲ្យយើងក្លាយជាមនុស្សប្រភេទទី2យើងគួរតែមានការរៀបចំផែនការច្បាស់លាស់នៅក្នុងសៀវភៅនេះអ្នកនិពន្ធបានណែនាំឲ្យយើងប្រើសៀវភៅឬក៏កម្មវិធីដើម្បីរៀបចំផែនការនិងគម្រោងសម្រាប់ជីវិតរបស់យើងអាចរៀបគម្រោងនិងរៀបចំផែនការអំពីអ្វីដែលយើងត្រូវធ្វើពីមួយអាទិត្យទៅមួយអាទិត្យនៅពេលដែលយើងបានសរសេររៀបចំគម្រោងនិងផែនការប្រចាំអាទិត្យដែលយើងត្រូវធ្វើការងារអ្វីនោះគឺយើងមិនងាយភ្លេចនោះទេហើយក៏យើងមិនមានភាព stress ឬក៏មានការតានតឹងអ្វីដែរការរៀបចំរបស់យើងគឺអាចចែកចេញជាម៉ោងហើយយើងត្រូវមើលថាកិច្ចការរបស់យើងអ្វីខ្លះដែលត្រូវធ្វើមុនគេអ្វីខ្លះដែលសំខាន់ជាងគេបន្ទាប់មកដាក់វាចូលក្នុងម៉ោងនីមួយៗនៅពេលដែលយើងបានរៀបចំការងារធំនិងការងារសំខាន់របស់យើងដាក់ចូលក្នុង planner របស់យើងហើយគឺយើងអាចមានពេលខ្លះដែលនៅសល់ពេលចន្លោះជាដើមដូច្នេះគឺយើងអាចដាក់ការងារផ្សេងទៀតដែលមិនសូវសំខាន់គឺដែលយើងចង់ធ្វើចូលទៅក្នុង planner របស់យើងដែរដូច្នេះនៅពេលដែលយើងមានការរៀបចំច្បាស់លាស់និងមាន planner ច្បាស់លាស់បែបនេះគឺយើងនឹងមានអារម្មណ៍ថាយើងមានការគ្រប់គ្រងជីវិតរបស់យើងល្អដូច្នេះយើងអាចក្លាយទៅជាមនុស្សប្រភេទទី2ដែលជាប្រភេទដ៏ល្អជាងគេក្នុងចំណោម4ប្រភេទនោះដូច្នេះជារួមមកទម្លាប់ទី3គឺប្រាប់យើងពីការរៀបចំពេលវេលានិងការរៀបចំជីវិតរបស់យើងនិងធ្វើអ្វីដែលសំខាន់មុនគេដូច្នេះក្នុងវីដេអូនេះគឺខ្ញុំបាននិយាយអំពីទម្លាប់ទី2និងទី3នៅក្នុងវីដេអូក្រោយគឺយើងចូលទៅផ្នែកជោគជ័យជាសាធារណៈដែលនិយាយអំពីទម្លាប់បន្តបន្ទាប់ទៀតដូច្នេះសូមអរគុណសម្រាប់ការស្ដាប់និងទស្សនាហើយសូមរងចាំវីដេអូក្រោយសួស្តីថ្ងៃនេះគឺយើងនឹងបន្តពន្យល់និងសង្ខេបចំណុចសំខាន់នៅក្នុងសៀវភៅទម្លាប់7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យកាលពីវីដេអូមុនគឺយើងបាននិយាយអំពី the private victory ដែលជាការយកឈ្នះឬក៏ទទួលបានភាពជោគជ័យនឹងខ្លួនឯង
នៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីការទទួលបានភាពជោគជ័យនិងការឈ្នះជាមួយអ្នកដទៃដូច្នេះយើងចាប់ផ្ដើមចំណុចទី1គឺគេនិយាយអំពីកណន័យសន្សំទំនាក់ទំនងកាលមុនគឺយើងបានមើលទៅលើកណន័យសន្សំផ្ទាល់ខ្លួនឥឡូវយើងមើលមកកណន័យសន្សំទំនាក់ទំនងឬក៏ RBA Relationship Bank Account RBA ឬក៏កណន័យសន្សំទំនាក់ទំនងមានគំនិតនិងខ្លឹមសារស្រដៀងនឹងកណន័យសន្សំផ្ទាល់ខ្លួនឬក៏ PBA ដែលគ្រាន់តែ PBA និយាយពីទំនាក់ទំនងជាមួយខ្លួនឯងរីឯ RBA និយាយអំពីទំនាក់ទំនងជាមួយអ្នកដទៃដូចជាជាមួយគ្រួសារគូស្នេហាមិត្តភ័ក្តិគ្រូនិងមនុស្សផ្សេងទៀតពេលយើងជាប់នឹងមានទំនាក់ទំនងជាមួយមនុស្សថ្មីគឺប្រៀបដូចជាយើងបានបើកកណន័យសន្សំថ្មីជាមួយគេអញ្ចឹងវាជាជម្រើសរបស់យើងបើយើងចង់ឲ្យកងកណន័យរបស់យើងនេះមានលុយច្រើនឬក៏តិចដូចនឹង PBA ដែរមានសកម្មភាពដែលប្រៀបដូចជាការដាក់លុយឬក៏ដកលុយសកម្មភាពដែលប្រៀបនឹងការដាក់លុយចូលក្នុងកណន័យគឺមានដូចជាការចេះយោគយល់គ្នាទៅវិញទៅមកការមានចិត្តល្អការគោរពពាក្យសន្យាជាមួយអ្នកដទៃនិងមានភាពស្មោះត្រង់ជាដើមចំណែកឯសកម្មភាពដែលប្រៀបដូចជាការដកប្រាក់ចេញនោះគឺផ្ទុយពីសកម្មភាពមុននេះគឺដូចជាការមិនគោរពពាក្យសន្យាជាមួយអ្នកដទៃនិយាយដើមអ្នកដទៃការមិននិយាយរកគ្នានៅពេលមានបញ្ហាឬក៏ការមិនគោរពគ្នាជាដើមទំនាក់ទំនងគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតមនុស្សយើងដូច្នេះយើងត្រូវធ្វើសកម្មភាពទាំងឡាយណាដែលប្រៀបដូចជាការដាក់ប្រាក់ចូលក្នុងកណន័យសន្សំទំនាក់ទំនងរបស់យើងតទៅមកគឺយើងមើលមកទម្លាប់ទី4ដែលទម្លាប់ទី4នេះគឺការគិតឈ្នះឈ្នះជំពូកនេះគឺនិយាយអំពីរបៀបដែលមនុស្សគ្រប់គ្នាអាចជោគជ័យនិងសប្បាយចិត្តបានក្រៅពីការគិតឈ្នះឈ្នះមានការគិតរបៀបផ្សេងទៀតដូចជាការគិតឈ្នះចាញ់ការគិតចាញ់ឈ្នះនិងការគិតចាញ់ស្ថានភាពឈ្នះចាញ់គឺនៅពេលដែលមានភាគីម្ខាងចង់យកឈ្នះភាគីម្ខាងទៀតហើយគិតថាខ្លួនឯងល្អហើយពូកែជាងអ្នកដទៃពេលខ្លះអាចចង់បំផ្លាញជិះជាន់អ្នកដទៃដើម្បីឈ្នះតែខ្លួនឯងមនុស្សបែបនេះតែងតែឈ្នះមែនប៉ុន្តែគឺមានភាពឯកានិងគ្មានទំនាក់ទំនងល្អជាមួយអ្នកដទៃនោះទេចំណែកឯស្ថានភាពចាញ់ឈ្នះវិញគឺនៅពេលដែលភាគីម្ខាងមិនចង់មានរឿងច្រើនក៏សុខចិត្តចាញ់រហូតទុកឲ្យភាគីម្ខាងទៀតឈ្នះរហូតនៅពេលខ្លះខ្លួនត្រូវគេជិះជាន់និងត្រូវបានគេទាញយកប្រយោជន៍ពីខ្លួនឯងមនុស្សប្រភេទនេះមិនមានកម្លាំងនិងថាមពលចិត្តខ្លាំងនោះទេនៅពេលដែលបុគ្គលពីរនាក់ដែលមានការគិតឈ្នះចាញ់បានជួបគ្នាគឺនឹងក្លាយទៅជាស្ថានភាពចាញ់ដែលមិនមានអ្នកឈ្នះណាមួយនោះទេអ្វីដែលល្អនោះគឺការគិតឈ្នះយើងត្រូវខិតខំដើម្បីជោគជ័យខ្លួនឯងប៉ុន្តែនៅពេលដែលអ្នកដទៃគេបានជោគជ័យគឺយើងត្រូវមានអារម្មណ៍ត្រេកអរចេញពីក្នុងចិត្តត្រូវមានភាពសប្បាយរីករាយសម្រាប់គេប៉ុន្តែយើងខ្លួនឯងក៏ត្រូវខិតខំបន្តទៀតដែរយើងត្រូវចាំថាពាក្យជោគជ័យគឺអាចមានន័យខុសគ្នាចំពោះមនុស្សផ្សេងគ្នាប៉ុន្តែការគិតបែបឈ្នះនេះមិនងាយស្រួលនោះទេដោយមានឧបសគ្គពីរគឺការប្រកួតប្រជែងនិងការប្រៀបធៀបការប្រកួតប្រជែងគឺអាចជំរុញយើងឲ្យខិតខំប្រឹងប្រែងដើម្បីទទួលបានគោលដៅនិងភាពជោគជ័យរបស់យើងមែនប៉ុន្តែពេលខ្លះវាអាចនាំយើងឲ្យមានអារម្មណ៍ច្រណែនឈ្នានីសអ្នកដទៃដើម្បីចង់ឈ្នះតែម្នាក់ឯងចង់ល្អពូកែជាងអ្នកដទៃចំណែកឯការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃវិញគឺអាចធ្វើឲ្យយើងបាត់បង់កម្លាំងចិត្តប៉ុន្តែយើងត្រូវចាំថាមនុស្សម្នាក់គឺដើរផ្លូវផ្សេងគ្នានិងខុសគ្នាដូច្នេះភាពជោគជ័យក៏មិនដូចគ្នាហើយក៏មិនមកយើងនៅពេលដូចគ្នាដែរដូច្នេះយើងគួរគិតឡើងវិញថាពាក្យជោគជ័យមានន័យដូចម្តេចចំពោះយើងហើយយើងត្រូវធ្វើយ៉ាងណាដើម្បីទទួលបានភាពជោគជ័យនេះដោយមិនមានការជិះជាន់លើអ្នកដទៃបន្ទាប់មកគឺយើងមើលមកទម្លាប់ទី5គឺការស្ដាប់ពិចារណាវិភាគនិងស្វែងយល់ពីអ្នកដទៃ
យើងអាចគិតថាការស្ដាប់អ្នកដទៃងាយស្រួលដូចការនិយាយដែរប៉ុន្តែមានលក្ខណៈច្រើនសម្រាប់ក្លាយជាមនុស្សម្នាក់ដែលចេះស្ដាប់ពិតប្រាកដចេញពីចិត្តក្នុងន័យនេះការស្ដាប់គឺសំដៅទៅលើនៅពេលដែលយើងស្ដាប់អ្នកដទៃដូចជាមិត្តភ័ក្តិឬគ្រួសារដែលមានបញ្ហាហើយគេមកនិយាយជាមួយយើងនៅពេលគេនិយាយជាមួយយើងគេតែងតែចង់ឲ្យយើងយល់ចិត្តរបស់គេនិងមានការយកចិត្តទុកដាក់ពីគេបើយើងមិនមានការយកចិត្តទុកដាក់និងការស្ដាប់ចេញពីចិត្តទេគេនឹងមានអារម្មណ៍រឹតតែមិនល្អជាងមុនមកនិយាយជាមួយយើងទៀតការស្ដាប់គឺសំខាន់សម្រាប់ទំនាក់ទំនងស្ទាយស្ដាប់ដែលមិនល្អដូចជាការស្ដាប់ដោយរវើរវាយការធ្វើដូចជាស្ដាប់តែមិនចង់ស្ដាប់ការស្ដាប់រួចចាប់យកន័យខុសការស្ដាប់ដោយរើសអើងឬការជជែកសួររឿងដែលគេមិនចង់និយាយជាដើមឧទាហរណ៍នៅពេលដែលមិត្តភ័ក្តិយើងនិយាយថាឪពុកម្ដាយរបស់គេតែងតែឆ្លោះគ្នាដូច្នេះគេពិបាកចិត្តខ្លាំងធ្វើអ្វីក៏មិនកើតរៀនក៏មិនចូលហើយធ្វើកិច្ចការផ្ទះក៏មិនកើតបន្ទាប់មកយើងចាប់យកពាក្យកិច្ចការផ្ទះមកនិយាយហើយបដូរប្រធានបទនោះមិត្តភ័ក្តិយើងអាចគិតថាយើងមិនខ្វល់ពីចិត្តរបស់គេនិងមិនអើពើពីរឿងសំខាន់ពិតដែលគេកំពុងមានដើម្បីមិនមានស្ទាយស្ដាប់ខុសបែបនេះនៅពេលដែលគេនិយាយយើងត្រូវស្ដាប់មិនត្រឹមតែពាក្យគេនោះទេតែយើងក៏ត្រូវមើលទឹកមុខនិងកាយវិការរបស់គេផងដែរយើងក៏អាចធ្វើវិធីមួយដែលគេហៅថា mirroring ដែលយើងនិយាយអ្វីដែលគេបាននិយាយក្នុងពាក្យរបស់ខ្លួនឯងដើម្បីឲ្យគេដឹងថាយើងបានយល់និងយកចិត្តទុកដាក់នឹងអ្វីដែលគេបាននិយាយមកយើងការយល់ចិត្តអ្នកដទៃគឺពិតជាសំខាន់ប៉ុន្តែការឲ្យអ្នកដទៃយល់ពីចិត្តរបស់យើងក៏សំខាន់ដែរនៅពេលដែលស្ដាប់គេរួចហើយយើងអាចផ្ដល់យោបល់ដើម្បីឲ្យគេយល់ការគិតរបស់យើងទៅលើរឿងនេះដូច្នេះយើងគួរមានការយកចិត្តទុកដាក់ស្ដាប់ចេញពីចិត្តនៅពេលនរណាម្នាក់និយាយជាមួយយើងទម្លាប់ទី6គឺ synergize ពាក្យ synergy គឺមានន័យថាភាពស៊ីសង្វាក់គ្នាដូច្នេះពាក្យ synergize គឺមានន័យថាការសាមគ្គីគ្នាឬក៏ការមានភាពស៊ីសង្វាក់នឹងគ្នាទម្លាប់នេះនិយាយថាការរួបរวมគ្នាគឺអាចផ្ដល់នូវលទ្ធផលល្អដើម្បីឲ្យមានភាពស៊ីសង្វាក់និងភាពសាមគ្គីគ្នាយើងត្រូវអបអរនិងទទួលយកភាពចម្រុះនិងភាពខុសគ្នារវាងមនុស្សដើម្បីបង្កើតឱកាសរីកចម្រើនកាន់តែច្រើនមនុស្សយើងអាចមានការគិតផ្សេងៗគ្នាទេពកោសល្យផ្សេងគ្នានិងការវិភាគបកស្រាយផ្សេងគ្នាដោយមានភាពចម្រុះគឺយើងអាចមានគំនិតថ្មីៗជាច្រើនដែលអាចចូលរួមគ្នាដើម្បីមានការរីកចម្រើនដូច្នេះហេតុអ្វីបានជាមនុស្សគ្រប់គ្នាមិនព្រមទទួលយកភាពចម្រុះគឺព្រោះតែមានការរាំងស្ទាក់ខ្លះដូចជាការរើសអើងពណ៌សម្បុរការរើសអើងភេទការរើសអើងរូបសម្បត្តិជាដើមមនុស្សខ្លះមិនទាន់បានស្គាល់បុគ្គលមួយច្បាស់លាស់ផងប៉ុន្តែមានការវិភាគលើតែរូបសម្បត្តិរបស់គេហើយក៏មិនចង់ធ្វើការជាមួយគេតែម្ដងមនុស្សបែបនេះគឺពិបាកបដូរការគិតរបស់គាត់ណាស់ព្រោះគាត់មានការគិតនេះតាំងពីយូរមកហើយក៏អាចមានឥទ្ធិពលពីគ្រួសារផងដែរទោះយ៉ាងណាក៏ដោយក៏នៅមានបុគ្គលជាច្រើនដែលមិនរើសអើងដែរដើម្បីទទួលបានភាពសាមគ្គីនិងភាពស៊ីសង្វាក់គ្នាគឺមាន6ជំហានទី1ត្រូវកំណត់អ្វីជាបញ្ហាទី2ត្រូវស្ដាប់យោបល់របស់អ្នកដទៃទី3ត្រូវផ្ដល់យោបល់របស់ខ្លួនឯងទី4ត្រូវគិតគូរស្វែងរកដំណោះស្រាយដោយសម្របសម្រួលយោបល់ទាំងពីរទី5នៅពេលរកឃើញដំណោះស្រាយល្អជាងគេហើយត្រូវសហការគ្នាធ្វើឲ្យបានល្អភាពសហការនិងភាពសាមគ្គីអាចនាំឲ្យយើងសម្រេចបាននូវការងារប្រកបដោយភាពជោគជ័យដូច្នេះក្នុងវីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមចំណុចនេះសិនហើយនៅក្នុងវីដេអូក្រោយគឺយើងនឹងបន្តពន្យល់និងសង្ខេបទៀតដូច្នេះសូមអរគុណសម្រាប់ការស្ដាប់ហើយសូមរងចាំវីដេអូក្រោយទៀតសួស្តីនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្ចប់ការសម្រាយនិងបកស្រាយពីសៀវភៅទម្លាប់7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យដូច្នេះយើងចាប់ផ្ដើមទម្លាប់ទី7ការពង្រឹងខ្លួនឯងឬ sharpen the saw ទម្លាប់ចុងក្រោយនេះនិយាយពីសារៈសំខាន់នៃការពង្រឹងខ្លួនឯង
ដែលនាំឲ្យយើងអាចធ្វើទម្លាប់ផ្សេងៗទៀតបានយ៉ាងងាយស្រួលដើម្បីពង្រឹងខ្លួនឯងអ្នកនិពន្ធបាននិយាយពី4យ៉ាងដែលយើងគួរថែរក្សាខ្លួនប្រាណខួរក្បាលបេះដូងនិងចិត្តនិងវិញ្ញាណព្រលឹងការបែងចែកការគិតគូរនិងការថែរក្សាផ្នែកទាំង4នេះឲ្យបានស្មើគ្នាគឺពិតជាសំខាន់ណាស់បើខ្វះខាតផ្នែកណាមួយជីវិតយើងនឹងមិនមានស្ថិរភាពនោះទេចំណុចទី1គឺការថែរក្សានិងពង្រឹងខ្លួនប្រាណអ្នកនិពន្ធបានលើកឡើងថាដើម្បីថែរក្សាខ្លួនប្រាណយើងត្រូវតែមានទម្លាប់ល្អៗដូចជាការហាត់ប្រាណការទទួលទានអាហារល្អៗដែលមិនប៉ះពាល់ដល់សុខភាពការគេងបានគ្រប់គ្រាន់និងមានពេលលំហែកាយចំណុចទី2គឺការថែរក្សានិងពង្រឹងខួរក្បាលដើម្បីឲ្យខួរក្បាលយើងដំណើរការបានល្អយើងត្រូវរៀនសូត្រជាប្រចាំការរៀនសូត្រនេះមិនមែនសំដៅទៅលើតែការរៀនសូត្រនៅក្នុងសាលារៀននោះទេគឺសំដៅទៅលើការទទួលបានចំណេះដឹងថ្មីៗប្រចាំថ្ងៃដូចជាការរៀនភាសារៀនលេងភ្លេងការអានការសរសេរវាល្អជាងការអង្គុយមើលតែកុំព្យូទ័រឬទូរទស្សន៍ដែលនាំឲ្យខួរក្បាលរបស់យើងស្ពឹកនិងមិនដំណើរការបានល្អចំណុចទី3គឺការថែរក្សាបេះដូងដោយសារយើងជាយុវវ័យគឺយើងតែងតែមានអារម្មណ៍ផ្សេងៗដូចជាភាពសប្បាយខឹងអស់សង្ឃឹមកាត់ទុក្ខនិងអារម្មណ៍ផ្សេងៗទៀតដើម្បីថែរក្សាចិត្តនិងបេះដូងរបស់យើងត្រូវតែមានការយោគយល់ដល់ខ្លួនឯងការអត់ឱនដល់ខ្លួនឯងការធ្វើអំពើល្អការរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃជាដើមយុវវ័យមួយចំនួនអាចមានការបាក់ទឹកចិត្តប៉ុន្តែមិនមែនន័យថាយើងត្រូវអស់សង្ឃឹមនោះទេយើងគួរតែស្វែងរកអ្វីដែលធ្វើឲ្យយើងមានសេចក្តីសុខឬគ្រាន់តែធ្វើឲ្យយើងធូរចិត្តបន្តិចក៏បានដែរចំណុចទី4គឺការពង្រឹងនិងថែរក្សាវិញ្ញាណព្រលឹងរបស់យើងត្រូវមានពេលអង្គុយសម្រាប់គិតឲ្យយល់ដឹងពីខ្លួនឯងយល់ឲ្យច្បាស់ពីខ្លួនឯងនិងស្វែងរកសេចក្តីសុខរបស់យើងអាចថែរក្សាវិញ្ញាណយើងដោយការសមាធិការអានការគោរពឬធ្វើអ្វីដែលយើងស្រឡាញ់និងអ្វីៗផ្សេងទៀតដែលផ្ដល់សេចក្តីសុខឲ្យយើងសរុបមកវិញតាំងពីទម្លាប់ទី1រហូតដល់ទម្លាប់ទី7គឺមានចំណុចជាច្រើនចំណុចទាំងអស់នៅក្នុងសៀវភៅនេះគឺប្រៀបដូចជាច្រើនហើយពិបាកធ្វើប៉ុន្តែវាជារឿងធម្មតាដែលយុវវ័យមិនទាន់អាចធ្វើទៅបានយើងអាចចាប់ផ្ដើមម្ដងបន្តិចរហូតដល់ធ្វើបានទាំងអស់យើងមិនគួរបាក់ទឹកចិត្តនៅពេលមានឧបសគ្គឬបញ្ហាអ្វីនោះទេព្រោះអ្វីៗគ្រប់យ៉ាងតែងតែមានដំណោះស្រាយដូច្នេះនេះគឺជាការបញ្ចប់នៃការបកស្រាយនិងសម្រាយសៀវភៅទម្លាប់7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យសូមអរគុណសម្រាប់ការស្ដាប់និងទស្សនានិងជួបគ្នានៅក្នុងវីដេអូក្រោយ